យុវជនតូចតាចឈានបានក្លាយជាអ្នកស្នងរឹករបស់សម្ព័ន្ធទេវៈទៅវិញធ្វើឲ្យមនុស្សគ្រប់គ្នាដែលធ្លាប់ជិះជាន់គេទាំងអស់ត្រូវទទួលរងផលកម្មម៉ាក់កូនមកវិញហើយឈិនម៉ាក់មាត់ម៉ាក់យ៉ាងម៉េចហើយប្អូនថ្លៃជាសះស្បើយឬនៅមិនទាន់ទេក្មួយប្រុសក៏នៅទីនេះដែរល្អណាស់ប្រញាប់ផ្តិតមេដៃលើកិច្ចសន្យាដីធ្លីមកចូលព្រមលឿនមកប្រកួតដីគ្រួសារពួកឯងមកឲ្យយើងទោះជាដីក្រិនក៏ជើងរបស់ឯងត្រូវបាក់ដែរជើងម៉ាក់ខ្ញុំគឺអ្នកវាយបាក់មែនទេអើគឺអញវាយបាក់នឹងឯងមិនដែរបើឯងមិនព្រមដោះស្រាយរឿងនេះទេប្រយ័ត្នអញវាយឯងខ្ទេចដូចគ្នាអត់បានការនេះជាមេរៀនសម្រាប់ឯងនិយាយមិនស្ដាប់ត្រូវតែស៊ីទាត់អីក្មេងប្រុសឲ្យប្រយ័ត្នប្រយែងឥឡូវនេះអ្នកបានទទួលមរតកថាមពលទេវៈដ៏ខ្លាំងក្លាហើយសង្ឃឹមថាអ្នកនឹងអាចពង្រីកវាឲ្យកាន់តែអស្ចារ្យឈប់និយាយរវើវាយបែបនេះទៅបើមិនចង់ឲ្យខ្ញុំវាយទេត្រូវប្រគល់លុយឲ្យអញមកល្អណាស់ខ្ញុំខុសហើយបងប្រុសឲ្យខ្ញុំខុសហើយកុំវាយអីដីគ្រួសារពួកឯងពួកយើងមិនយកទៀតទេស្លាប់ហើយបើហ៊ានមកពាក់ព័ន្ធនឹងគ្រួសារអញទៀតឃើញមុខពេលណាវាយពេលនោះប្រញាប់គេចចេញទៅបាទឈងលោកពូធំរបស់កូនជាមន្ត្រីភូមិណាកូនហ៊ានវាយគាត់បែបនេះថ្ងៃក្រោយគាត់ប្រកាសជារករឿងកូនមិនខានទេកូនឲ្យម៉ាក់ឲ្យកូនជួយពិនិត្យមើលជើងម៉ាក់សិនមិនបាច់ទេកូនឲ្យជើងនេះខូចជាង1ឆ្នាំហើយគេថាគ្មានផ្លូវព្យាបាលឲ្យជាបានទៀតទេម៉ាក់ឲ្យកូនសាកល្បងមើលសិនទៅក៏បានតើម៉ាក់ឥឡូវម៉ាក់អាចក្រោកដើរបានហើយឈើជើងរបស់ម៉ាក់ជាស្រឡះហើយកូនពិតជាពូកែខ្លាំងណាស់កូនឲ្យម៉ាក់កូនសុំទៅចំការក្រោយផ្ទះបន្តិចសិនម៉ាក់សម្រាប់លំហែកាយនៅទីនេះចុះផ្លែប៉ែសទាំងនេះទាំងក្រអូបទាំងផ្អែមហើយផ្លែធំស្រឡូនថែមទាំងជួយទប់ស្កាត់ភាពចាស់ជរាទៀតផងប្រកាសជាធ្វើឲ្យស្ត្រីចូលចិត្តជាខ្លាំងមិនខានឲ្យតែខ្ញុំប្រើប្រាស់ធម្មពលដាំដុះទេវៈជំរុញដាំប៉ែសបន្តិចធ្វើបែបនេះគុណភាពផ្លែប៉ែសនិងរសជាតិនឹងកាន់តែប្រសើរឡើងតម្លៃលក់ក៏កាន់តែខ្ពស់ដែររសជាតិដ៏ឈ្ងុយឆ្ងាញ់បែបនេះធ្វើឲ្យមនុស្សចង់ញ៉ាំមិនឈប់តែម្ដងពិតជាឆ្ងាញ់ខ្លាំងណាស់ផ្លែប៉ែសឆ្ងាញ់បែបនេះត្រូវប្រញាប់ប្រមូលផលឲ្យហើយរួចយកទៅលក់នៅទីផ្សារដល់ពេលនោះយើងនឹងមានលុយចាយមិនខានបើកលំទេវៈប្រមូលផលផ្លែប៉ែសទាំងអស់ចូលក្នុងលំបងប្អូនឲ្យមកទិញផ្លែប៉ែសឆ្ងាញ់ទាំងអស់គ្នាទាំងផ្អែមទាំងស្រស់ញ៉ាំហើយជួយឲ្យអាយុវែងនិងថែរក្សាសម្រស់ស្អាតក្មេងជាងវ័យមើលសិនមកមិនអន់ទេតាផ្លែប៉ែសនេះលក់ក្នុងតម្លៃប៉ុន្មានក្នុង1គីឡូផ្លែប៉ែសរបស់ខ្ញុំនេះរាងថ្លៃបន្តិចហើយគឺ50ក្នុង1គីឡូប៉ុន្តែវាជាផលិតផលចិញ្ចឹមដោយបច្ចេកវិទ្យាជីវសាស្ត្រកម្រិតខ្ពស់ណាស់ញ៉ាំហើយជួយឲ្យស្បែកស្រស់ស្អាតនិងមានសុខភាពល្អញ៉ាំជាប្រចាំជួយបំពេញឈាមនិងទប់ស្កាត់ភាពចាស់ជរាមានប្រសិទ្ធភាពជាងថ្នាំបំប៉នឈាមទៅទៀតបើអីចឹងយក2គីឡូមកសាកមើលសិនបាទល្អណាស់គ្រប់2គីឡូប្រកបណាស់ឲ្យមកទីនេះមកនេះលុយចាបាទអ្នកក៏មកមើលដែរមកពិតជាមិនអន់មែនសមជាទំនិញខ្ពស់មែនតែនផ្អែមមែនតែនឆ្ងាញ់ទេម្ចាស់ហាងយកឲ្យខ្ញុំ20គីឡូទៀតមកសូមរងចាំបន្តិចណាបាទម្ចាស់ហាងយកឲ្យខ្ញុំ20គីឡូដែរបានតើម្ចាស់ហាងយកឲ្យខ្ញុំ20គីឡូដែរកូនស្រីខ្ញុំចូលចិត្តញ៉ាំណាស់បាទបានហើយអរគុណច្រើននឹកស្មានមិនដល់ថាផ្លែប៉ែសទាំងនេះលក់ដាច់ខ្លាំងបែបនេះសោះថ្ងៃនេះលក់បានជាង300គីឡូថ្លៃចំណាយក្នុងគ្រួសារគួរតែគ្រប់គ្រាន់ហើយដល់ពេលត្រូវបន្តរកលុយឲ្យបានច្រើនហើយដើម្បីលើកស្ទួយជីវភាពគ្រួសារខ្ញុំចាំបានថាក្នុងភូមិមានស្រះចិញ្ចឹមត្រីមួយការរកលុយឲ្យបានច្រើនគួរតែចាប់ផ្ដើមពីស្រះត្រីនេះមុនគេស្រះត្រីនេះមានកន្លែងធំល្មមដែរឥឡូវប្រើភ្នែកទិព្វមើលចូលក្នុងសិនថាតើមានត្រីប៉ុន្មាននៅខាងក្នុងត្រីនិងបង្គាទាំងនេះពិតជាច្រើនណាស់គ្រាន់តែទំហំវាតូចពេកមិនអាចលក់បានតម្លៃថ្លៃទេមើលទៅត្រូវប្រើមុនលូតលាស់សិនហើយឲ្យតែថាមពលទិព្វត្រូវបានស្រូបយកដោយត្រីនិងបង្គាពួកវានឹងលូតលាស់យ៉ាងលឿនម្យ៉ាងវិញទៀតព្រោះវាជាសត្វព្រៃធម្មជាតិប្រកាសជាអាចលក់បានតម្លៃខ្ពស់មិនខានគឺត្រីកាប់មាសតម្លៃត្រីធម្មតាក្នុងទីផ្សារក៏មានតម្លៃប្រហែល40ទៅ50ដែរចំណែកឯត្រីកាប់មាសនេះវិញគឺអាចលក់បានដល់ជាង100ឬ150ក្នុង1គីឡូចុះបើអញ្ចឹងតើខ្ញុំមិនមែនចំណេញធំទេរួចរាល់គ្រាន់តែរងចាំឲ្យត្រីនិងបង្គាធំធាត់ឡើង
មេឃក៏យប់បន្តិចហើយដែរខ្ញុំក៏គួរតែត្រឡប់ទៅវិញដែរសម្រាប់ឲ្យបានលឿនបន្តិចស្អែកឡើងទៅទីផ្សារដើម្បីយកត្រីទៅលក់កូនសម្លាញ់កូនទៅធ្វើការស៊ីឈ្នួលត្រឡប់មកវិញនេះតើមានផែនការអីដែរទេប៉ុន្មានថ្ងៃនេះម៉ាក់កុំបារម្ភអីកូននឹងផ្លាស់ប្ដូរជីវភាពគ្រួសារយើងឲ្យប្រសើរឡើងហើយរកស៊ីរបរតូចតាចបន្តិចបន្តួចដើម្បីឲ្យអ្នកម៉ាក់ឆាប់បានរស់នៅក្នុងផ្ទះធំបងប្រុសអូនជឿជាក់លើបងមានសមត្ថភាពហើយខួរក្បាលក៏វៃឆ្លាតដែរបងប្រកាសជាអាចរកលុយបានច្រើនយ៉ាងឆាប់រហ័សមិនខានដល់ពេលនោះថ្លៃសិក្សារបស់អូនក៏មានដំណោះស្រាយហើយប្អូនស្រីកុំបារម្ភអីដល់ពេលបើកសាលាបងនឹងរកលុយបងថ្លៃសិក្សារបស់អូនឲ្យគ្រប់គ្រាន់បងប្រុសម្ហូបដែលបងធ្វើនេះឆ្ងាញ់ខ្លាំងណាស់ឆ្ងាញ់ជាងភោជនីយដ្ឋានធំក្នុងទីក្រុងទៅទៀតឆ្ងាញ់តើអញ្ចឹងអូនញ៉ាំច្រើនបន្តិចទៅកូនសម្លាញ់តើកូនមានគម្រោងបើកហាងម្ហូបអាហារដែរឬទេម៉ាក់កូនមានគម្រោងរបស់កូនហើយពេលកូនរកលុយបានច្រើនកូននឹងឲ្យលុយម៉ាក់ចង់ទិញអីក៏បានដែរបានអញ្ចឹងចាំមើលកូនប្រុសឲ្យម៉ាក់បានសោយសុខម្ដងបានវិជាលូតលាស់សិននងនេះពិតជាខ្លាំងមែនត្រឹមតែមួយយប់សោះត្រីទាំងនេះធំដល់ប៉ុណ្ណឹងហើយត្រីនីមួយមានទម្ងន់ប្រហែល10ជីងសូម្បីតែត្រីតូចក៏មានទម្ងន់1ទៅ2ជីងដែរអញ្ចឹងថ្ងៃនេះខ្ញុំមិនអាចរកចំណូលបាន3-4ម៉ឺនទេដឹងឬក៏ច្រើនជាងនេះឥឡូវប្រមូលត្រីដែលធំទាំងនេះដាក់ចូលក្នុងលំម៉ាស៊ីននងជាមុនសិនធ្វើបែបនេះក៏អាចសន្សំសំចៃថ្លៃដឹកជញ្ជូនបានដែរទៅទីផ្សារទៅលក់ដូររកលុយហើយហ៎ម្ចាស់ហាងត្រីរបស់អ្នកមើលទៅខ្លួនធំល្អណាស់គុណភាពពិតជាល្អមែនមួយជីងប៉ុន្មានដែរត្រីរបស់ខ្ញុំនេះសុទ្ធតែជាត្រីព្រៃសុទ្ធសាធតម្លៃ150ក្នុងមួយឆ្មើងថ្លៃម្លេះកញ្ញានេះជាត្រីព្រៃគុណភាពល្អបំផុតថែមទាំងមានរសជាតិឆ្ងាញ់ប្លែកពីគេទៀតផងធានាថាបើសិនជាអ្នកញ៉ាំហើយគឺជួយថែរក្សាសម្ផស្សនិងសម្រស់ស្បែកនឹងកាន់តែរលោងស្រស់ស្អាតម្ចាស់ហាងពេលមុនទិញត្រីរបស់អ្នកយកទៅញ៉ាំរួចប្រសិទ្ធភាពពិតជាល្អមែនស្នាមជ្រីកជ្រួញបាត់អស់ស្បែកកាន់តែស្អាតជាងមុនប្តីខ្ញុំក៏កាន់តែស្រឡាញ់និងជាប់ចិត្តខ្លាំងដែរធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចពេលកំពុងមានសង្សារអញ្ចឹងម្ចាស់ហាងត្រីរបស់អ្នកនេះមួយជីងប៉ុន្មានដែរ150យ៉នតាក់ឲ្យខ្ញុំ5ក្បាលមកបានហើយកញ្ញាសរុប50ជីង7500ល្អណាស់ម្ចាស់ហាងយកពីរមកឲ្យខ្ញុំយកទៅសាកល្បងមើលរសជាតិបានបើប្រសិទ្ធភាពពិតជាដូចអ្វីដែលអ្នកនិយាយមែនខ្ញុំនឹងគាំទ្រអ្នកបន្តទៀតអរគុណច្រើនកញ្ញាសរុប25ជីង3250យ៉នបានហើយដល់ប្រយ័ត្នប្រយែងផងពិតជាត្រីព្រៃសុទ្ធសាធមែនទែនណាម្ចាស់ហាងយកពីរមកខ្ញុំយក3ម្ចាស់ហាងត្រីទាំងនេះខ្ញុំយកទាំងអស់200ក្នុងមួយចិនមិនដែរពេញចិត្តនឹងតម្លៃនេះទេខ្ញុំពេញចិត្តណាស់ប្រកាសជាពេញចិត្តហើយស្មានថាត្រីនៅសល់ប្រហែល300ជីងទៀត200យ៉នមួយជីនលើកនេះខ្ញុំពិតជាជួបអតិថិជនធំហើយលើកនេះប្រហែលជារកចំណូលបានជាង70000មានន័យថាមិននឹងយ៉ាងហោចណាស់ក៏ត្រូវចេះរៀបលំដាប់អ្នកមកមុនមកក្រោយដែរខ្ញុំមិនដឹងរឿងហ្នឹងទេត្រីពីរនោះត្រូវតែលក់ឲ្យខ្ញុំរឿងនេះលោកស្រីកុំបារម្ភអីអ្នកដែលចង់បានត្រីគឺមានគ្រប់គ្នានៅតែគិតតម្លៃ150យ៉នក្នុងមួយជីនដដែលខ្ញុំធ្វើចំនួនត្រូវតែមានសាច់ធរមកត្រីពីរនេះសរុប21ជីង150យ៉នម្ចាស់ហាងអ្នកមិនខ្លាចថាត្រីទាំងនេះខ្ញុំមិនយកទាំងអស់ទេហ៎ត្រីរបស់ខ្ញុំគឺសុទ្ធតែជាត្រីព្រៃធម្មជាតិថែមទាំងធ្វើចំនួនមិនអាចមានសាច់ធរបានទេលោកថាពិតអត់ឡចុះត្រីទាំងនេះខ្ញុំយកទាំងអស់ប៉ុន្តែអ្នកត្រូវទទួលខុសត្រូវដឹកជញ្ជូនវាទៅឲ្យខ្ញុំហើយចាំខ្ញុំឲ្យលុយអ្នកបានអ្នកផ្ញើអាសយដ្ឋានមកឲ្យខ្ញុំនឹងយកទៅជូននៅលើនេះសន្តាគារយាយខ្ញុំជាម្ចាស់ហាងនៅទីនោះពេលអ្នកដឹកយកទៅដល់ផ្ទះបាយក្រោយសូមឡើងមកការិយាល័យខាងលើខ្ញុំនឹងទូទាត់ប្រាក់ឲ្យអ្នកបានហើយតើប្រយ័ត្នប្រយែងផងលោកម្ចាស់ឡៃត្រីអស់បានទៅដល់ផ្ទះបាយក្រោយសរុប280ជីងសរុប280គីឡូបុគ្គលិកផ្នែកទិញនៅផ្ទះបាយទៅតែប្រាប់ខ្ញុំមិននេះដែរត្រឹមត្រូវហើយឥឡូវខ្ញុំនឹងទេប្រាក់ឲ្យអ្នកលោកម្ចាស់ឡៃថៅកែលីនេះជាប្រាក់កក់សម្រាប់ការទិញត្រីលើកក្រោយចាប់ពីពេលនេះទៅត្រីរបស់អ្នកត្រូវតែលក់ឲ្យខ្ញុំតែម្នាក់គត់លោកម្ចាស់ឡៃនេះពិតជាមានស្នាដៃចំនួនខ្លាំងមែនបានជាអាចបើកសន្តាគារធំទំហឹងនេះបានអ្នកខាងក្រៅអាចបើកសន្តាគារធំឡោះទុកចិត្តចុះលោកថៅកែលីត្រីនឹងបង្គាខ្ញុំនឹងលក់ឲ្យលោកទាំងអស់យ៉ាងណាមិញលោកជាអតិថិជនធំរបស់ខ្ញុំតើលោកប្រធានលីគ្រូពេទ្យទេវតាដែលខ្ញុំបានសន្យាថានឹងរកឲ្យលោកត្រូវបានខ្ញុំអញ្ជើញមកដល់ហើយតើលោកចង់ឲ្យគាត់មើលជំងឺជូនលោកតាមរបៀបណាដែរលោកថៅកែលីតើលោកឈឺមិនចឹងលោកថៅកែចៅខ្ញុំឈឺពិតមែនកុំប្រាប់ថាឯងក៏ចេះមើលជំងឺដែរមានអ្នកដាក់ដង្កូវអំពើឲ្យលោកថៅកែលីឃើញបែបនេះហាក់ដូចជាមានអ្នកចង់ប៉ងធ្វើបាបគាត់ហើយពេលខ្ញុំធ្វើការទីនេះខ្ញុំធ្លាប់រៀនពេទ្យបន្តិចបន្តួចដែរនេះមិនមែនគ្រាន់តែជាអ្នកលក់ត្រីទេអីចេះមើលជំងឺទៀតឬនេះជាការនិយាយផ្ដេសផ្ដាសសុទ្ធសាធតាមខ្ញុំឃើញហោះឯងគ្រាន់តែចង់ឆ្លៀតឱកាសចេះមើលជំងឺនេះដើម្បីរកលុយនៅទីនេះមែនទេមនុស្សបែបនេះខ្ញុំឃើញច្រើនណាស់ហើយស្ងាត់មាត់ទៅលោកថៅកែចៅឯងចេះមើលជំងឺមែនទេបើចឹងមកមើលថាខ្ញុំកើតជំងឺអីឲ្យប្រកាសប្រសិនបើឯងទាយត្រូវខ្ញុំឲ្យអ្នក10000យ៉នទៀតមិនដែរអត់អីទេលោកថៅកែលីពីថ្ងៃចុងក្រោយនេះពេលលោកគេងនៅពេលយប់តើមានអារម្មណ៍ថាខ្លួនប្រាណទាំងមូលឈឺចាប់ដូចគេចាក់នឹងជល់អញ្ចឹងឈឺចាប់ខ្លាំងណាស់មែនទេហើយពេលខ្លះក៏ខ្ទុះចេញឈាមខ្មៅក្នុងឈាមខ្មៅនោះថែមទាំងមានដង្កូវពណ៌ខ្មៅទៀតផងមិនក៏ឯងដឹងព្រោះពីមុនខ្ញុំធ្លាប់រៀនពេទ្យបន្តិចបន្តួចអាចមើលឃើញជំងឺដែលអ្នកអតីមើលមិនឃើញលោកប្រធានលីលោកកុំជឿពាក្យផ្ដេសផ្ដាសរបស់គេអីអាការរបស់លោកនេះមិនមែនជាជំងឺសោះឡើយលោកក៏មិនបាច់សហការជាមួយគេអញ្ចឹងដែរអ្វីដែលខ្ញុំនិយាយសុទ្ធតែជាការពិតហើយខ្ញុំមានអារម្មណ៍ទុកជាមុនថាលោកថៅកែលីនឹងខ្ទុះចេញឈាមខ្មៅក្នុងពេលឆាប់នេះហើយនៅក្នុងឈាមខ្មៅនោះក៏មានដង្កូវពណ៌ខ្មៅផងដែរនេះហ៊ានណាស់មកមើលងាយប្រធានក្រុមប្រឹក្សាភិបាលយើងឥឡូវនេះខ្ញុំនឹងហៅសន្តិសុខមកវាបណ្ដេញឯងចេញទៅ
គេពិតជាចេះមើលជំងឺមែនតើមិនក៏អាចទៅរួចលោកថៅកែតូចឯងពូកែម្លេះចុះតើឯងអាចមើលដឹងទេថាជំងឺរបស់ខ្ញុំនេះតើត្រូវព្យាបាលយ៉ាងម៉េចទើបជាសះស្បើយលោកថៅកែលីលោកកុំទាន់អើបារម្ភអីជំងឺរបស់លោកនេះខ្ញុំអាចព្យាបាលបានប៉ុន្តែសំខាន់ត្រូវរកមុខអ្នកដែលនៅពីក្រោយក្នុងធ្វើបាបលោកបើមិនដូច្នេះទេទោះបីជាខ្ញុំព្យាបាលលោកជាសះស្បើយក៏ដោយលោកក៏នៅតែត្រូវគេធ្វើបាបទៀតដែរមានអ្នកចង់ធ្វើបាបខ្ញុំមែនទេមែនហើយលោកត្រូវគេដាក់ដង្កូវអំពើឲ្យឈ្មោះដង្កូវនេះគេហៅថាដង្កូវសាកអំពើដង្កូវប្រភេទនេះក្នុងកាលៈទេសៈជាក់លាក់ណាមួយនឹងធ្វើឲ្យរាងកាយរបស់លោកមិនស្ថិតក្រោមការគ្រប់គ្រងទោះជាត្រូវគេដាក់ថ្នាំពុលអញ្ចឹងគួរឲ្យខ្លាចណាស់លោកថៅកែចុះសូមជួយខ្ញុំម្ដងទៀតចុះខ្ញុំមិនចង់រងទុក្ខវេទនាបែបនេះជារៀងរាល់ថ្ងៃទៀតទេបានហើយប្រយ័ត្នប្រយែងរួចរាល់ហើយដង្កូវអំពើនៅលើខ្លួនរបស់លោកត្រូវបានសម្អាតរួចរាល់ហើយអរគុណលោកថៅកែលោកពិតជាគ្រូពេទ្យទើបតាមមែនទែនសៀវស៊ុយឆាប់ទៅជូនដំណឹងដល់ផ្នែកហិរញ្ញវត្ថុនោះឲ្យថៅកែនេះ5ចានទៀតនេះជាកម្រៃរបស់គាត់បាទខ្ញុំដឹងហើយលោកថៅកែលីគ្រាន់តែមើលជំងឺសោះក៏អាចរកបាន50000ដែរពិតជាសមនឹងឈ្មោះជាអ្នកដំណើរព្រះសេននងមែនខ្ញុំជឿថាមិនយូរប៉ុន្មានទេខ្ញុំមុខជាអាចសង់ផ្ទះវីឡាតូចមួយបានហើយអាចឲ្យម៉ាក់និងប្អូនស្រីខ្ញុំរស់នៅបានសុខស្រួលហើយចឹងអរគុណលោកថៅកែហើយមិនបាច់ក្រែងចិត្តទេនេះជាអ្វីដែលឯងគួរតែទទួលបានទេបាទលោកថៅកែលីលោកត្រូវប្រញាប់ស្វែងរកមុខអ្នកដែលធ្វើបាបលោកនោះឲ្យឃើញចឹងខាងខ្ញុំសុំលាសិនហើយបាទពូសុនយប់ជ្រៅម្លេះតើពូទៅណាទៅមកវិញខ្ញុំទៅតែមកពីផ្ទះវីឡាតូចខ្ញុំទៅតែរកអ្នកឃើញខ្ញុំទៅតែរកអ្នកឃើញខ្ញុំទៅតែរកអ្នកឃើញតើអ្នកទៅណាមកខ្ញុំទៅតែត្រឡប់មកពីផ្ទះកញ្ចក់វិញខ្ញុំរៀបនឹងទៅអញ្ជើញអ្នកជំនាញដាំដុះបន្លែមួយរូបមិនដឹងជាបន្លែរបស់ខ្ញុំទាំងនោះកើតអីទេចិត្តងាប់អស់ទៅហើយខ្ញុំបានគិតរកគ្រប់វិធីទាំងអស់ហើយគឺអត់មានប្រយោជន៍អីសោះបន្លែចិត្តងាប់អស់ហើយមើលទៅប្រហែលជាមានមូលហេតុច្រើនណាស់ទើបបណ្ដាលឲ្យបែបនេះខ្ញុំអាចប្រើប្រាស់បច្ចេកទេសលូតលាស់ Shannon នេះបានក្រែងលោអាចរស់ឡើងវិញលោកពូសិនប្រកាសជាដឹងគុណខ្ញុំហើយប្រហែលជាផ្ដល់ប្រាក់ព្យាបាលខ្លះដល់ខ្ញុំមិនខានលោកពូសិនលោកពូកុំទាន់ព្រួយបារម្ភអីកាលខ្ញុំធ្វើការនៅឯក្រុងខ្ញុំធ្លាប់បានរៀនបច្ចេកទេសដាំដុះបន្លែខ្លះដែររួមទាំងការបង្ការនិងព្យាបាលជំងឺសត្វល្អិតបំផ្លាញផងដែរបើបែបនេះវិញខ្ញុំសូមទៅជួយមើលជូនលោកពូសិនប្រសិនបើមិនបានទេលោកពូទៅអញ្ជើញអ្នកជំនាញដាំបន្លែម្ដងទៀតចុះ CLG ប្រសិនបើក្មួយអាចព្យាបាលបន្លែរបស់ខ្ញុំឲ្យជាសះស្បើយបានខ្ញុំនឹងឲ្យប្រាក់50000លោកពូសិនខ្ញុំសូមទៅមើលសិនហើយដើម្បីដឹងឲ្យច្បាស់ថាតើបណ្ដាលមកពីមូលហេតុអ្វីអង្គខ្ញុំរកវិធីព្យាបាលឲ្យចំពោះដៅ50000ពូសុនខ្ញុំទៅមើលសិនថាតើបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដដើម្បីខ្ញុំអាចព្យាបាលបានត្រូវរឿងបាទស្អែកខ្ញុំនឹងនាំពូទៅមើលក្នុងរោងកញ្ចក់បានទៅជាវឆងកូនមើលចុះប៉ាដាំពេញប៉ោះជាង10លូតឯណោះតាមពិតចិត្តដល់ពេលប្រមូលផលទៅហើយតែត្រឹមតែមួយយប់សោះគឺវាប្រែជាបែបនេះបាត់ទៅហើយពូកុំបារម្ភអីខ្ញុំដឹងពីមូលហេតុបាត់ទៅហើយឥឡូវនេះខ្ញុំនឹងមកជួយសង្គ្រោះពេញប៉ោះរបស់ពូមើលតែមួយផ្លែតសោះដឹងថាមានរឿងអ្វីកើតឡើងបាត់ទៅហើយចុះពេញប៉ោះនេះបណ្ដាលមកពីមូលហេតុអ្វីទៅពេញប៉ោះទាំងនេះគឺបណ្ដាលមកពីការបាញ់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិតឥឡូវនេះខ្ញុំនឹងជួយសម្អាតជាតិពុលថ្នាំសម្លាប់សត្វល្អិតទាំងនេះចេញបន្ទាប់ពីសម្អាតរួចមិនត្រឹមតែធ្វើឲ្យផ្លែឈើនេះលូតលាស់បានល្អជាងមុនទេថែមទាំងធ្វើឲ្យផ្លែរបស់វាមានទំហំធំជាងមុនទៀតផងខ្ញុំជឿហើយពួកយើងកាលពី2ថ្ងៃមុនឃើញមានសត្វល្អិតនៅលើដើមពេញប៉ោះទើបបានជាទិញថ្នាំសម្លាប់សត្វល្អិតយកមកបាញ់បាច់ក្នុងនោះកូនពូកែស្ទើរមិនគួរឲ្យជឿមើលតែម្ដងក៏ដឹងពីមូលហេតុបាត់ទៅហើយជាវឆងឯងនិយាយនឹងមិនច្បាស់សោះបើគ្មានកូនទេកម្លាំងយកឈាមទាំងប៉ុន្មានរបស់ខ្ញុំត្រូវរលាយសូន្យអស់ក្នុងមួយប៉ព្រិចភ្នែកឥឡូវពូផ្ទេលុយឲ្យកូនណាកូនត្រូវតែទទួលយកណាបើមិនចឹងទេពូខឹងហើយណាបើពូនិយាយចឹងហើយខ្ញុំទទួលយកក៏បានឡពូត្រូវប្រាប់យាយឲ្យច្បាស់លាស់ផងថ្នាំដែលគាត់បានបាញ់នឹងមិនមែនជាថ្នាំសម្លាប់សត្វល្អិតទេគឺថ្នាំបំបត្តិស្មៅទៅវិញទេនិយាយឲ្យចំគឺថ្នាំសម្លាប់ស្មៅបាទពូដឹងហើយចុះបែបនេះវិញថ្ងៃនេះពូនឹងអញ្ជើញកូនហូបបាយមិនបាច់ទេគួរសំពេកហើយខ្ញុំសូមទុកត្រឡប់ទៅផ្ទះសិនហើយអរគុណតើទៅមុខទៀតហេតុអ្វីបានជាថ្ងៃនេះមនុស្សច្រើនម្លេះឬមួយក៏ពួកគេបានដឹងពីអាចកំបាំងស្រះត្រីហើយចេះឈួនពិតជាសំគួរងាប់ណាស់ហ៊ានមានបំណងមិនល្អលើប្អូនស្រីខ្ញុំសោះកែឈួនឯងពិតជាសំគួរងាប់ណាស់ចង់ធ្វើអ្វីលើប្អូនស្រីខ្ញុំទៀតហើយប្រាប់ឲ្យដឹងណាយ៉ាវឆងរឿងថ្ងៃនេះមិនពាក់ព័ន្ធនឹងខ្ញុំទេណាស្រះត្រីនេះគឺជាបារមីរបស់លោកម្ចាស់វ៉ិនឯណោះទេលោកម្ចាស់វ៉ិនគ្រាន់តែមកទាលុយប៉ុណ្ណោះខ្ញុំដឹងថាឯងគ្មានលុយទេមានតែឲ្យប្អូនស្រីឯងយកខ្លួនសងបំណុលគេហើយស្រះត្រីនេះមិនមែនជាកន្លែងបោះបង់ចោលទេត្រូវការលុយស្អីទៀតរ៉ាវឆងស្រះត្រីនេះទោះបីជាបោះបង់ចោលក៏ដោយក៏វាជាកម្មសិទ្ធិរបស់លោកម្ចាស់វ៉ិនដែរឯងមិនអាចចង់យកមកប្រើតាមចិត្តបានទេឯងវ៉ិនយីគឺអាល្អិតឯងនេះសោះតែហ៊ានប្រើស្រះត្រីរបស់អញនិយាយមកស្រះត្រីនេះតម្លៃប៉ុន្មានដែរអញទិញយកល្អណាស់ស្រះត្រីនេះគឺជាស្ថាបត្យកម្មដែលអញចំណាយលុយឲ្យគេសាងសង់អស់ទឹកប្រាក់សរុប5សែនឯងចេះបើកមាត់ហែកស៊ីសាច់អញសោះឯងពិតជាហ៊ាននិយាយចេញមករួចមែនរ៉ាវឆងមិនក៏និយាយជាមួយវិនយីបែបនេះនេះគឺជាលោកវិនយីមកពីត្រកូលវិននៅទីក្រុងឆាំងវ៉ៃប្រាប់ឯងឲ្យដឹងឯងធ្វើជាមនុស្សកាំងនៅស្រុកយើងវាគ្រប់គ្រាន់ហើយនៅហ៊ានមកចំពោះមុខលោកវាយទៀតមិនចង់រស់ហើយឬអ្នកឯងក្មេងប្រុសការសងប្រាក់ឥឡូវនេះគឺជារឿងត្រឹមត្រូវស្របច្បាប់ខ្ញុំតែងតែនិយាយគ្នាឲ្យដឹងរឿងមុនសឹមប្រើកម្លាំងឯង
លោកវៃអ្នកកុំបន្លាចខ្ញុំអីលោកវៃអ្នកយ៉ាងម៉េចហ្នឹងលោកវៃមិនដឹងជាការរឿងអីទេនេះវាជាការកាត់ឡើងយ៉ាងម៉េចទៅវិញចុះហេតុអ្វីមិនរួសរាន់បញ្ជូនគាត់ទៅមន្ទីរពេទ្យទៅគឺជារោគកាំងបេះដូងតាបើមិនបញ្ជូនទៅមន្ទីរពេទ្យទេគាត់នឹងស្លាប់ជាមិនខានប្រាប់ឲ្យដឹងទៅអាចារ្យប្រសិនបើអ្នកហ៊ានរារាំងការព្យាបាលរបស់លោកវៃទេគឺឯងងាប់មិនខានឡើយគាត់មានជំងឺបេះដូងតាតាមធម្មតាបញ្ជូនទៅមន្ទីរពេទ្យត្រូវចំណាយពេល2ម៉ោងឯងជាអ្នកបញ្ជូនទៅចុះឯងគេចចេញទៅខ្ញុំត្រូវសង្គ្រោះគាត់ហើយអាចារ្យក្នុងពេលដែលអ្នកចង់ចូលដៃចូលជើងប្រសិនបើមិនអាចសង្គ្រោះលោកវៃបានទេលោកវៃប្រកាសជាមិនលើកលែងឲ្យឯងឡើយបើអ្នកចង់ជួយសង្គ្រោះមនុស្សម្លេះចឹងប្រគល់វាឲ្យឯងចុះលោកវៃអ្នកដឹងខ្លួនហើយឬខ្ញុំនេះកើតអ្វីឡើងនឹងជំងឺបេះដូងរបស់អ្នករើឡើងហើយគឺខ្ញុំជាអ្នកសង្គ្រោះអ្នកទេទៅអាចារ្យអាំនូថោកទៀតនេះហ៊ានសង្គ្រោះលោកវៃមែនតែនទៅហើយអ្វីក៏គាត់ចេះវិជាពេទ្យទៅវិញនេះវាជារឿងស្អីឲ្យពិតប្រាកដទៅនេះអរគុណច្រើនហើយបងប្អូនតូចនឹកស្មានមិនដល់ថាអ្នកចេះវិជាពេទ្យសោះប្រសិនបើមិនមែនព្រោះតែអ្នកសង្គ្រោះខ្ញុំទេអ្នកបានសង្គ្រោះខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយម្យ៉ាងវិញទៀតអ្នកជាមនុស្សមានចិត្តល្អខ្ញុំវេនហ៊ូសម្រាប់ចិត្តថាចាប់ពីពេលនេះទៅអ្នកគឺជាបងប្អូនបង្កើតរបស់ខ្ញុំថែមទាំងខ្ញុំនឹងឲ្យប្រាក់ដល់អ្នកជាថ្នូរនឹងការសង្គ្រោះជីវិតខ្ញុំលោកវេនឲ្យអាប្រុសក្មេងនេះទើបតែជំពាក់ប្រាក់50,000របស់អ្នកតើចេញទៅរឿងខ្ញុំនិយាយគ្មានកន្លែងឲ្យអ្នកមកកាត់សេចក្តីទេឥឡូវនេះបងប្អូនចៅឈុងគឺជាបងប្អូនរបស់វេនហ៊ូខ្ញុំហើយឯណាទៅមានរឿងជំពាក់ប្រាក់អ្វីទៀតឯងចេញទៅឲ្យឆ្ងាយបាទលោកវេនអ្នកគួរសំពេចហើយគឺលោកវេនជាមនុស្សចិត្តទូលាយចេញដៃភ្លាមក៏មានផលប្រយោជន៍ល្អបែបនេះថ្ងៃក្រោយខ្ញុំត្រូវស្គាល់មហាសេដ្ឋីធំបែបនេះឲ្យបានច្រើនចុះបើខ្ញុំចង់រកប្រាក់ចំណូលតើវាមិនកាន់តែងាយស្រួលទេគ្រាន់តែថ្ងៃនេះមួយថ្ងៃខ្ញុំចង់រកប្រាក់បាន1 លានបាត់ទៅហើយបងប្រុសចៅតើអ្នកមានគំនុំអ្វីជាមួយឈិនតាជួងដែរឬទេមានរឿងទាស់ទែងគ្នាបន្តិចបន្តួចឈិនតាជួងអ្នកស្ដាប់ខ្ញុំឲ្យច្បាស់ណាថ្ងៃក្រោយបើហ៊ានប៉ះពាល់បងប្អូនខ្ញុំទៀតរួមទាំងបងអូនស្រីខ្ញុំផងដែរបើពួកគេរងការជិះចាប់សំបីតែបន្តិចខ្ញុំនឹងកំទេចតកូលឈិនរបស់អញចោលមិនខានបានហើយខ្ញុំដឹងហើយបងប្អូនតូចយើងមកបន្ថែមទំនាក់ទំនងជាមួយគ្នាទៅថ្ងៃក្រោយពេលជួបបញ្ហាអ្វីមួយប្រាប់ខ្ញុំមកខ្ញុំនឹងជួយដោះស្រាយឲ្យស្ងប់ស្ងាត់វិញអ្នកគួរសំពេចហើយវិជាពេទ្យរបស់អ្នកមានតម្លៃច្រើនម្ល៉េះខ្ញុំមានអារម្មណ៍ថាផ្ដល់ឲ្យនៅតិចពេកផងចឹងខ្ញុំមានការរវល់សុំលាទៅមុនហើយលោកវេនដើរប្រយ័ត្នប្រយែងពិតជាគួរឲ្យខឹងមែនព្យាយាមអញ្ជើញលោកវេនមកទីនេះដើម្បីព្រានប្រដៅអាចារ្យមួយសារនឹកស្មានមិនដល់ថាអាចារ្យបានទទួលលាភសំណាងថែមទាំងសង្គ្រោះវេនហ៊ូបានទៀតនិងទទួលបានការទទួលស្គាល់ពីវេនហ៊ូទៀតផងចឹងថ្ងៃក្រោយបើចង់សងសឹកគឺគ្មានឱកាសទៀតឡើយមកពូចៅអ្នកចង់ធ្វើអ្វីហ្នឹងមនុស្សអាក្រក់ដូចជាឈិនតាជួងនេះរឿងដែលមិនអាចកែប្រែបានសម្រាប់ខ្ញុំទាមទារឲ្យគាត់ភ្លក់រសជាតិលំបាកបន្តិចដើម្បីកុំឲ្យគាត់ហ៊ានធ្វើបាបអ្នកដទៃទៀតនៅថ្ងៃក្រោយឈិនតាជួងអ្នកត្រូវរីករាយឲ្យបានពេញទំហឹងសម្រាប់រាត្រីថ្ងៃនេះចុះចេញទៅពូចៅអ្នកកុំគិតថាលោកវេននឹងការពារអ្នកជារៀងរហូតឲ្យសោះខ្ញុំប្រាប់ឲ្យដឹងទៅកន្លែងយើងនេះគឺនៅឆ្ងាយដាច់ស្រយាលណាស់ទោះជាខ្ញុំជួយបងក៏ដោយក៏លក់ប្អូនស្រីបងដែរធ្វើបាបអ្នកលក់ប្អូនស្រីអ្នកគាត់ក៏មិនអាចប៉ះពួកយើងបានដែរមែនទេអ្នកលែងមានឱកាសនោះទៀតហើយបានឯងហ៊ានណាស់ប្រកាសជាសម្លាប់ឯងមិនខានមិញនេះខ្ញុំខ្លាចណាស់សំណាងហើយដែលបងមិនអីឡែនក្រោយមកអាខេនដាឈងនោះនឹងមិនហ៊ានធ្វើបាបអូនទៀតទេអាខេនដាឈងនោះពេលចេញទៅមិញនេះនៅតែគំរាមអូនដដែលមនុស្សអាក្រក់បែបនេះពួកយើងមិនអាចប៉ះពាល់បានទេបើមិនចឹងទេក្រុមគ្រួសារពួកយើងគួរតែរើចេញពីភូមិនឹងឲ្យលឿនបន្តិចទៅឡែនទីនេះគឺជាផ្ទះរបស់ពួកយើងមិនទៅណាទាំងអស់អូននិងម៉ាក់កុំបារម្ភអីបងនឹងការពារអ្នកទាំងពីរឲ្យបានល្អតោះពួកយើងត្រឡប់ទៅផ្ទះវិញម៉ាក់ឥឡូវនេះកូនក៏រកលុយបានច្រើនដែរកូនគម្រោងថាថ្ងៃណាមួយនេះនឹងតាក់ទងក្រុមជាងសំណងរុះរើផ្ទះបាយដីតូចរបស់យើងនេះសាងសង់ជាវីឡាតូច3ជាន់វិញកូនប្រុសថ្ងៃក្រោយកូននៅតែត្រូវរៀបការមានកូនដដែលកុំចំណាយលុយផ្ដេសផ្ដាស់អីផ្ទះចាស់នេះនៅអាចរស់នៅបានទេម៉ាក់បងប្រុសកូនកាលពី2ថ្ងៃមុនបានសង្គ្រោះមនុស្សធំម្នាក់គេឲ្យលុយគាត់20,000ឯណោះកូនប្រុសនឹងរឿងពិតមែនទេពិតមែនកុសម៉ាក់បុកសំជាមួយលុយលក់ផ្លែខ្សាយនិងលុយលក់ត្រីទៀតខ្ញុំរកបានប្រហែល40-50 ម៉ឺនពុកឲ្យកូនប្រុសយើងមានអនាគតហើយត្រឹមតែប៉ុន្មានថ្ងៃសោះរកលុយបានរាប់សែនបាត់ទៅហើយថ្ងៃក្រោយខ្ញុំនិងឡែនក៏នឹងមានសុខមង្គលខ្លាំងដែរប៉ាកុំបារម្ភអីកូននឹងមើលថែម៉ាក់និងឡែនឲ្យបានល្អអាឡូលោកប្រធានឡើយអ្នកទូរស័ព្ទមកមានការអ្វីដែរអ្នកមកការិយាល័យខ្ញុំបន្តិចមកខ្ញុំមានរឿងរកអ្នកបានលោកប្រធានឡើយរកខ្ញុំមានការអ្វីដែរគឺអីចេះលោកប្រធានមានឱកាសរកលុយមួយតើអ្នកចង់រកវាទេនោះប្រកាសជាចង់ហើយមិនដឹងថាលោកប្រធានឡើយផ្ដល់ឱកាសរកលុយបែបណាដែរឡ
ខ្ញុំសូមណែនាំប្រធានខ្ញុំម្នាក់ឲ្យអ្នកស្គាល់សិនគឺលោកស្រីឆែនឡៃប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុនថៃឡៃគាត់ថ្មីនេះមានរឿងតាក់ទងនឹងសុខភាពបន្តិចត្រូវការឲ្យអ្នកជួយព្យាបាលបន្តិចអាហោគ្រូពេទ្យយ៉ាវខ្ញុំឮគេនិយាយថាវិជាពេទ្យរបស់អ្នកពូកែខ្លាំងណាស់សូម្បីតែរឿងពិបាកក៏អាចដោះស្រាយបានដែរឲ្យតែអ្នកអាចដោះស្រាយថាមពលអាក្រក់ក្នុងខ្លួនខ្ញុំបានទោះបីជាអ្នកចង់បានលុយប៉ុន្មានក៏ដោយខ្ញុំនឹងឲ្យអ្នកទាំងអស់ថាមពលអាក្រក់ក្នុងខ្លួនកញ្ញាឆែនគឺខ្លាំងណាស់ហើយថែមទាំងជារឿងគ្រោះថ្នាក់ដល់ជីវិតទៀតត្រូវតែដោះស្រាយជាបន្ទាន់អូរឿងនេះអ្នកក៏ដឹងដែរគ្រូពេទ្យយ៉ាវសូមជួយសង្គ្រោះជីវិតខ្ញុំផងថាមពលអាក្រក់របស់អ្នកនេះខ្ញុំអាចដោះស្រាយបានប៉ុន្តែខ្ញុំត្រូវតែស្វែងរករបស់ម្យ៉ាងនៅលើខ្លួនអ្នកដើម្បីស្វែងរករបស់ម្យ៉ាងសិនរកអ្វីដែរកញ្ញាឈានមិនបាច់ភ័យទេខ្ញុំគ្រាន់តែចង់រកប្រភពនៃថាមពលអាក្រក់នេះនៅលើខ្លួនកញ្ញាប៉ុណ្ណោះមានតែពេលរកឃើញប្រភពរបស់វាទេទើបខ្ញុំអាចដោះស្រាយវាបានទាំងស្រុងអូអីចឹងសោះចុះខ្ញុំត្រូវដោះខោអាវចេញដែរឬទេដើម្បីឲ្យអ្នករកមិនបាច់ទេកញ្ញាឈានប្រភពថាមពលអាក្រក់របស់អ្នកនេះគឺខ្សែត្បូងយូដេរបស់អ្នកនេះឯងខ្សែត្បូងយូដេនេះគឺបានមកពីពេលខ្ញុំខូបកំណើតគេយកមកឲ្យខ្ញុំឬមួយក៏គាត់ចង់ប៉ងសម្លាប់ខ្ញុំអាចមានរឿងនឹងដែរចាំបន្តិចសិនខ្ញុំត្រូវជួយបន្សាបចំហាយអាក្រក់ចេញពីខ្លួនអ្នកសិនរួចចាំកុំតិចត្បូងនេះចោលធ្វើបែបនេះចំហាយអាក្រក់នៅលើខ្លួនអ្នកទើបអាចបោះសម្អាតទាំងស្រុងបានបាទស្រួលខ្លួនជាងមុនឆ្ងាយណាស់លោកគ្រូពេទ្យយ៉ាវពិតជាស័ក្តិសមជាគ្រូពេទ្យទេវៈមែនមកខ្ញុំផ្ទេរប្រាក់2 លានឲ្យអ្នកទុកជាថ្លៃព្យាបាលសម្រាប់ថ្ងៃនេះចុះអរគុណច្រើនហើយកញ្ញាឆែនថ្ងៃនេះពិតជាពូកែខ្លាំងណាស់បើមិនដូច្នោះទេខ្ញុំប្រហែលជារស់នៅមិនបានយូរទេចំណែកឯរឿងនេះវិញគឺជាសាវីឡារបស់ខ្ញុំអ្នកអាចមករស់នៅទីនោះបានគ្រប់ពេលណាបាទមិញនេះខ្ញុំនិយាយប្រញាប់ពេកហើយវីឡានេះដែរគឺជាវីឡាមួយក្នុងចំណោមវីឡាជាច្រើនរបស់ខ្ញុំអ្នកគ្រាន់តែយកទៅនៅដោយក្តីស្រួលចុះខ្ញុំមិនរំខានអ្នកទេមួយនេះត្រូវតែទទួលយកឲ្យបាននេះជាទឹកចិត្តរបស់ខ្ញុំអូអីចឹងសោះខ្ញុំស្មានតែអ្នកចង់ចិញ្ចឹមខ្ញុំទៅហើយនេះជាកាតនាមរបស់ខ្ញុំថ្ងៃក្រោយមានរឿងអីអាចមករកខ្ញុំបានគ្រប់ពេលកញ្ញាឈានគឺធ្វើខាងសំណងមែនទេមែនហើយលោកគ្រូពេទ្យយ៉ាវក៏ចង់សាងសង់ផ្ទះដែរផ្ទះខ្ញុំទើបតែត្រូវសាងសង់វីឡាតូច3ជាន់បើបែបនេះអាចពឹងពាក់អ្នកឲ្យជួយបានហើយអូសោះខ្ញុំស្មានតែរឿងអីរឿងនឹងសុទ្ធតែជារឿងតូចតែទេអ្នកផ្ញើអាសយដ្ឋានផ្ទះរបស់អ្នកមកឲ្យខ្ញុំមកថ្ងៃស្អែកខ្ញុំនឹងបញ្ជូនមនុស្សឲ្យទៅវាស់វែងផ្ទាល់ត្រឹមពាក់កណ្ដាលខែអ្នកអាចចូលរស់នៅផ្ទះថ្មីបានហើយអរគុណច្រើនហើយកញ្ញាឆែនអីចឹងក៏បានដែរលោកគ្រូពេទ្យយ៉ាវអីចឹងខ្ញុំសូមត្រឡប់ទៅមុនសិនហើយខ្ញុំត្រូវទៅពិនិត្យមើលបញ្ហារបស់សង្សារខ្ញុំបន្តទៀតបានតោះទៅចុះអរគុណលោកប្រធានលេច្រើនថ្ងៃនេះធ្វើឲ្យខ្ញុំរកចំណូលបានច្រើនណាស់លោកយ៉ាវទាំងអស់នេះគឺជាលុយដែលអ្នករកបានដោយសមត្ថភាពរបស់អ្នកទេប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថាឈឺស្មាបន្តិចអ្នកជួយម៉ាស្សាឲ្យខ្ញុំបន្តិចមកឯងចង់ធ្វើអំពើមិនសមរម្យដាក់ប្រធានមែនទេមានចិត្តណាទុច្ចរិតមែនទេលៃផេងវីនរណាអនុញ្ញាតឲ្យឯងចូលមកយាយហ៊ីអាប្រុសក្មេងនេះឆ្លៀតពេលឯងលក់ស្រួលបំរុងនឹងធ្វើរឿងមិនសមរម្យដាក់ឯងហើយសំណាងហើយដែលខ្ញុំមកទាន់ពេលបើអ្នកមិនជឿអាចទៅមើលកាមេរ៉ាសុវត្ថិភាពបានយាយហ៊ីខ្ញុំមានចិត្តណាល្អដាស់តឿនអ្នកហេតុអីបានជាអ្នកប្រព្រឹត្តចំពោះខ្ញុំបែបនេះគេគឺជាសង្សាររបស់ខ្ញុំពួកយើងធ្វើអីគ្នាក្នុងការិយាល័យពាក់ព័ន្ធអ្វីនឹងអ្នកទៅបានចម្លែកអីបានជាឯងមិនព្រមទទួលយកខ្ញុំដើមឡើយលាក់ចិញ្ចឹមប្រុសមុខស្រម្នាក់នេះសោះអាមនុស្សកុំហួចឲ្យបានអាល្អិតខ្ញុំសូមក្រើនរំលឹកឲ្យឯងបែកពីនាងទៅបើខ្ញុំមិនព្រមបែកតើចង់យ៉ាងម៉េចអាល្អិតហ៊ានប្រកួតលេងល្បែងជាមួយខ្ញុំទេឯងចង់ប្រកួតអីគេប្រកួតក្រឡុកគ្រាប់លុកឡានប្រសិនបើឯងឈ្នះខ្ញុំនឹងលែងរំខានឯងចុះបើអ្នកឈ្នះខ្ញុំនឹងដោះលែងអ្នកតាបើអ្នកចាញ់ត្រូវកាត់ដៃកាត់ជើងចោលគ្មានបញ្ហាទេប៉ុន្តែបើអ្នកចាញ់វិញរឿងនេះអ្នកលេងល្បែងជាមួយគាត់អីគាត់គឺជាមនុស្សប្រកួតក្នុងរោងល្បែងណោះលេងចាញ់គឺគ្រោះថ្នាក់ខ្លាំងណាស់មិនអីទេខ្ញុំមិនអាចចាញ់ឡើយបើខ្ញុំចាញ់ខ្ញុំនឹងឲ្យប្រាក់30,000ដល់អ្នកយ៉ាងម៉េចដែរចូលព្រមនិយាយមកតើអ្នកចង់ប្រកួតយ៉ាងម៉េចដែរយើងសម្រេចឈ្នះចាញ់គ្នាតែម្ដងទៅគឺប្រកួតថាតើអ្នកណាអាចត្រឡប់បានគ្រាប់លុកឡាក់ធំជាងគេអ្នកនោះជាអ្នកឈ្នះគ្មានបញ្ហាទេអ្នកចាប់ផ្ដើមមុនទៅហ៊ានមកលេងជាមួយអញហោះអញនឹងធ្វើឲ្យឯងស្លាប់មិនខានបើកមើលមកខ្ញុំមិនជឿជាដាច់ខាតថាអ្នកអាចក្រឡុកបាន12គ្រាប់
has បែបនេះសោះអ្នកពូកែម្លេះខ្ញុំមិននឹកស្មានសោះថាក្របលោកលាក់របស់ឯងនឹងខ្លាំងបែបនេះសោះជាវសែនតើឯងធ្វើវាបានដោយរបៀបណាពិតជាមិនអាចទៅរួចទេឯងលេងល្បិចបន្លំភ្នែកហើយលៃផេងវីប្រាប់ឲ្យដឹងណាក្របលោកលាក់នេះជារបស់អ្នកការប្រកួតនេះក៏ជាអ្នកលើកឡើងដែរឯណាទៅថាខ្ញុំលេងល្បិចបន្លំនោះគឺមកពីអ្នកអន់ខ្លួនឯងទេតើអរគុណលោកប្រុសចំពោះទឹកប្រាក់3លានអ្នកពិតជាល្ងងហើយមានលុយច្រើនមែនទេមិញនេះខ្ញុំច្រឡំដៃទេហ៊ានភ្នាល់ជាមួយខ្ញុំម្ដងទៀតទេបើលើកនេះអ្នកឈ្នះទៀតខ្ញុំនឹងឲ្យប្រាក់50,000ដល់អ្នកបើលោកប្រុសចង់ផ្ដល់ប្រាក់ហេតុអីបានជាខ្ញុំមិនយកតើអ្នកចង់ភ្នាល់អ្វីដែរចឹងយើងភ្នាល់គ្នាមើលថាអ្នកណាបានគ្រាប់ទូជាងគេអ្នកនោះជាអ្នកឈ្នះ Jensen កុំបន្តភ្នាល់ជាមួយគាត់អីគាត់ធ្វើបែបនេះដោយចិត្តណាទេគឺដើម្បីតាក់បោកឲ្យអ្នកធ្លាក់ក្នុងអន្ទាក់របស់គាត់ទេខ្ញុំបានមួយគ្រាប់តើឯងអាចទោសជាងខ្ញុំបានទៀតទេនេះវាត្រឹមតែមួយគ្រាប់ប៉ុណ្ណោះហើយមួយគ្រាប់ទៀតក៏ជារឿងមួយដែរនោះ Jensen មិនអាចរាប់ថាឈ្នះទេអាឡៃផេងវីនេះពិតជាកំសាកនឹងល្បិចកលច្រើនណាស់ដល់វេនអ្នកហើយមើលស្នាមញឹមរបស់លោកប្រុសសប្បាយចិត្តខ្លាំងម្ល៉េះតើគិតថាខ្ញុំប្រកាសជាចាញ់មែនទេគឺពិតណាស់តើក្នុងโลกនេះគ្មានតួលេខណាដែលតូចជាងមួយគ្រាប់ទៀតទេឯងចាញ់ហើយតែជើងរបស់ឯងត្រូវកាត់ចោលជាមិនខានអ្នកចាញ់ហើយអ្នកមានន័យយ៉ាងម៉េចអ្នកនេះពិតជាដើម្បីឈ្នះអ្នកគ្រាន់តែមួយផ្លេតគឺគ្រប់គ្រាន់ហើយឯងឡឯងឡអញចង់មើលណាស់ថាតើឯងអាចញ៉ាំដល់ទីបញ្ចប់បានដែរឬទេគ្មានសំបីតែមួយគ្រាប់នោះគឺសូនឲ្យគ្រាប់សោះព្រះជាយានេះឯងនិយាយថាតើឯងធ្វើវាដោយរបៀបណាលោកប្រុសឡៃហ្គងសេអ្នកគិតថាមួយគ្រាប់គឺជាដែនកំណត់ដាច់ខាតប៉ុន្តែសម្រាប់ខ្ញុំវិញសូមឲ្យគ្រាប់គឺកាន់តែតូចជាងនេះទៅទៀតអ្នកបានចាញ់ប្រាក់ខ្ញុំ80,000ហើយឥឡូវនេះដល់ពេលបំពេញសន្យាហើយឯងកុំទាន់គិតថាចង់គេចវេះអីក្នុងពេលដែលខ្ញុំអាចឈ្នះអ្នកបានខ្ញុំក៏មានល្បិចផ្ទាល់ខ្លួនដែរលោកប្រុសឡៃហ្គងសេឥឡូវឯងអស់ផ្លូវគេចហើយមែនទេឆាប់យកលុយចេញមករួចហើយឯងអាចបាត់ក្បាលទៅបានខ្ញុំយកព្រមទទួលចាញ់ហើយលោកប្រុសថ្ងៃនេះលោកធ្វើឲ្យខ្ញុំបើកភ្នែកធំម្ដងទៀតហើយលោកមិនត្រឹមតែជំនាញវិទ្យាសាស្ត្រពូកែទេសូម្បីតែជំនាញល្បែងក៏ខ្លាំងក្លាដែរលោកអាចស្គាល់លោកពិតជាសំណាងបំផុតក្នុងជីវិតខ្ញុំតែទទួលបានពរជ័យដ៏ធំបំផុតហើយខ្ញុំមានមរតក Shannon រឿងនេះប្រហែលមិនត្រឹមតែប៉ុណ្្នឹងទេមុខទៀតលោកនឹងកាន់តែភ្ញាក់ផ្អើលជាខ្លាំងសំឡេងទូរស័ព្ទរោទអាឡូវ៉េនយាយតើអ្នករកខ្ញុំមានការអ្វីឥឡូវខ្ញុំទៅទទួលអ្នកបន្តិចទៀតខ្ញុំត្រូវទៅចូលរួមកម្មវិធីជប់លៀងឯកជាមួយសូមណែនាំបន្តិចយ៉ានឆេងបាទអរគុណខ្លាំងណាស់ខ្ញុំចាំអ្នកនៅមុខសន្តាគារយ៉ាយក្រែនលោកយ៉ាវមិញនេះគឺវ៉េនហ៊ីវនិងវ៉េនយេមកពីយ៉ានឆេងតែទូរស័ព្ទមកអ្នកមែនទេមនុស្សធំដូចជាអ្នកសុទ្ធតែស្គាល់ទាំងអស់លោកយ៉ាវថ្ងៃមុខគ្មាននរណារ៉ាំងតើឯងលាក់វាទុកឯណាបងប្រុសយ៉ាវវ៉េនយាយអ្នកប្រាប់អាសៀឋានមកខ្ញុំផ្ទាល់មកខ្ញុំជិះតាក់ស៊ីទៅក៏បានដើម្បីកុំឲ្យបងពិបាកមកទទួលបងយ៉ាវគឺជាបងប្រុសដ៏សំខាន់បំផុតរបស់ខ្ញុំវ៉េនហ៊ីវតើអាចឲ្យបងជិះតាក់ស៊ីបានយ៉ាងម៉េចធ្វើបែបនេះវាមិនគួរសមសោះចំណែកអ្នកនេះគឺគាត់គឺជាប្រធានសន្តាគារ Yen Grand ជាមិត្តភក្តិរបស់ខ្ញុំសួស្ដីលោកស្រីខ្ញុំឈ្មោះ Lion កញ្ញាឡយមិនត្រឹមតែស្រស់ស្អាតទេថែមទាំងគ្រប់គ្រងសន្តាគារធំម្លេះពិតជាមនុស្សពូកែមែនទែនអរគុណហើយលោកស្រីបងប្រុសយ៉ាវតោះយើងទៅតោះវ៉េនយាយអ្នកធ្វើបែបនេះធ្វើឲ្យបងប្រហែលមុខហើយរឿងតូចតែទេមិនបាច់គិតច្រើនទេបាទតោះនៅយ៉ានឆេងនេះមនុស្សដែលអាចប្រកែកគ្នាយ៉ាងខ្លាំងក្លាជាមួយវ៉េនយាយដល់ទីបញ្ចប់មានតែលោកប្រុសនេះឯងជាមនុស្សទី1ហើយពិតជាអស្ចារ្យមែនបាទវ៉េនយាយក៏អីគិតយូរខ្ញុំសូមណែនាំបងប្អូនឲ្យស្គាល់បងប្រុសរបស់ខ្ញុំរ៉ាវឆងវ៉េនយាយក្មេងប្រុសនេះជាបងប្អូនរបស់អ្នកហ៎មនុស្សធម្មតាបែបនេះអាចធ្វើជាបងប្អូនរបស់អ្នកបានជាងខនអ្នកនិយាយច្រើនពេកហើយបងប្អូនដែលខ្ញុំបានទទួលស្គាល់ប្រសិនបើពួកអ្នកនៅតែបែបនេះទៀតបាត់ក្បាលឲ្យអស់ទៅ
ម្យ៉ាងវិញទៀតពួកអ្នកកុំគិតថាបងប្រុសខ្ញុំធម្មតាហើយមើលងាយគាត់ឲ្យសោះសមត្ថភាពរបស់គាត់គឺគ្រាន់តែមើលងាយនាងសមត្ថភាពរបស់នាងគឺមិនធម្មតាទេប្អូនប្រុសតើប្អូនពិតជាមានសមត្ថភាពអ្វីខ្លះដែលធ្វើឲ្យលោកម្ចាស់វិនទុកចិត្តខ្លាំងម្ល៉េះអ្នកគឺជាមនុស្សមកពីរាជវង្សយ៉ាន់ឆងនៅលើទ្រូងរបស់អ្នកមានស្នាមខ្មៅអ្វីដែលខ្ញុំនិយាយនឹងគឺរឿងនេះក៏អ្នកដឹងដែរសូម្បីតែលោកម្ចាស់វិនក៏មិនដឹងដែរខ្ញុំប្រកាសជាមានវិធីរបស់ខ្ញុំហើយមិនដឹងថាសមត្ថភាពមួយនេះរបស់ខ្ញុំអាចធ្វើឲ្យគ្រប់គ្នាជឿជាក់បានទេមិននឹកស្មានថាប្អូនប្រុសយ៉ាវមិនត្រឹមតែមានវិជ្ជាពេទ្យពូកែទេថែមទាំងអាចមើលធ្លុះដល់ចិត្តគំនិតខាងក្នុងរបស់មនុស្សម្នាក់ទៀតនេះជាការយល់ដឹងដ៏អស្ចារ្យប៉ុណ្ណាទៅឃើញថាការដែលខ្ញុំនាំប្អូនប្រុសមកទីផ្សារដេញខ្លាយនេះគឺពិតជាត្រឹមត្រូវមែនប្រហែលជាអាចផ្ដល់ភាពភ្ញាក់ផ្អើលដល់ខ្ញុំជាមិនខានខ្ញុំពិតជាសរសើរអ្នកខ្លាំងណាស់ប្អូនប្រុសយ៉ាវបានហើយកុំនិយាយច្រើនពេកពួកយើងឥឡូវនេះតោះទៅទីតាំងដេញខ្លាយតតែម្ដងមកតោះទៅអញ្ជើញប្អូនប្រុសពេលការដេញខ្លាយចាប់ផ្ដើមប៉ាប្អូនពេញចិត្តរបស់ណាមួយប្រាប់បងមកបងជាអ្នកទិញឲ្យរឿងលុយមិនមែនជាបញ្ហាទេអរគុណច្រើនហើយលោកម្ចាស់វិនវ៉ែនហងឯងនាំមនុស្សច្រើនម្លេះមកទីនេះចង់យកលុយមកជូនខ្ញុំមែនទេក៏ត្រូវដែរការដេញខ្លាយលើកមុនឯងបានចាញ់អស់500លានស្ទើរតែគ្មានសល់អ្វីទាំងអស់ពួកយើងប៉ុន្មានអ្នកនេះរួមបញ្ចូលគ្នាទ្រព្យសម្បត្តិជាង30កដខ្លាចក្រែងឯងតមិនរួចទេដឹងសំបីតែលេបក៏មិនចូលដែរអញ្ចឹងហ៎ចឹងប្រហែលជាធ្វើឲ្យឯងខកចិត្តហើយថ្ងៃនេះខ្ញុំបាននាំយកអ្នកជំនាញវិតម្លៃវត្ថុបុរាណលំដាប់កំពូល Qfi ប្រាប់ឯងឲ្យដឹង Candy Wang នេះគឺរកបានអ្នកជំនាញវិតម្លៃដ៏ខ្លាំងពូកែបែបនេះហេចឹងតើពួកយើងទៅមុខទៀតគឺគ្មានឱកាសឈ្នះសោះហ៎ហើយកុំទាន់ប្រកាសក្នុងចិត្តពេកមិនដឹងជាយ៉ាងណាទេប្រហែលជាសំណាងនឹងស្ថិតនៅខាងពួកយើងក៏ថាបានមើលទៅ Candy Wang នេះគឺជាគូស្ត្រូវនឹងលោកម្ចាស់វិនស្រាប់ថ្ងៃនេះខ្ញុំត្រូវតែជួបជាមួយអ្នកជំនាញវិតម្លៃដែលឯងនាំមកនេះបន្តិចហើយមើលលោកម្ចាស់វិនកុំបារម្ភអីថ្ងៃនេះមានខ្ញុំនៅទីនេះខ្ញុំនឹងធ្វើឲ្យពួកគេចាញ់យ៉ាងដំណំហើយក៏ជួយសម្រាលកំហឹងក្នុងចិត្តរបស់លោកម្ចាស់ផងដែរប្អូនប្រុសបើប្អូនអាចធ្វើឲ្យ Candy Wang នេះចាញ់បាននោះបងនឹងផ្ដល់ប្រាក់បន្ថែមឲ្យប្អូន5លានឬក៏10លានតែម្ដងទុកចិត្តចុះអស់លោកទាំងមូលសូមស្វាគមន៍ការអញ្ជើញមកចូលរួមការដេញខ្លាយ Changing ការដេញខ្លាយរបស់ពួកយើងនឹងមានវត្ថុដេញខ្លាយចំនួន3ប្រភេទវត្ថុដ៏វិចិត្រចំនួន5ឥឡូវនេះសូមចាប់ផ្ដើមដេញខ្លាយវត្ថុទី1នេះគឺជាវត្ថុសម័យអធិរាជឆេឡងនៃរាជវង្សថេងថូបកាម៉ូតយ៉ែងខេមូលដ្ឋានក្រហមផ្កាស្រស់ស្អាតតម្លៃចាប់ផ្ដើមដេញខ្លាយ500000ការដំឡើងខ្លាយម្ដងមិនតិចជាង100000ទេ Bang Meng វត្ថុដេញខ្លាយបែបនេះប្រសិនបើសឹងតែមិនត្រូវភ្នែករបស់អូនទេនោះគឺបើអូនចូលចិត្តអំបងទិញយកឲ្យវត្ថុដេញខ្លាយដ៏ស្រស់ស្អាតបែបនេះអ្នកជំនាញរបស់ខ្ញុំប្រាប់ថាគឺគ្មានតម្លៃអ្វីតតែសោះដូច្នេះខ្ញុំមិនដេញខ្លាយទេហេពួកយើងត្រូវតែដេញខ្លាយយកវត្ថុទាំងនេះឲ្យខានតែបានថូបកាមីពេញនេះគុណភាពធម្មតាពណ៌ធម្មតាតម្លៃយ៉ាងច្រើនត្រឹមតែ1លានប៉ុណ្ណោះគ្មានតម្លៃក្នុងការប្រមូលផ្ដុំតតែសោះបងប្រុសនៅក្បែរលោកនេះមើលទៅនៅក្មេងខ្លាំងណាស់ឥឡូវមើលទៅសមត្ថភាពរបស់គេក៏ធម្មតាដែរពួកអ្នកក៏គិតថាថូបកានេះមិនល្អដែរម្លាហ៊ានភ្នាល់ជាមួយខ្ញុំទេខ្ញុំភ្នាល់ថាថូបកានេះមានតម្លៃ10លានក្មេងប្រុសឯងកំពុងនិយាយអ្វីហ្នឹងថូបកាបាក់បែកបែបនេះមានតម្លៃដល់10លានហ៎ឯងមកធ្វើរឿងកំ pl ែងឬក៏មកធ្វើឲ្យគេខាតលុយសួរថាហ៊ានអត់ហ៊ាននឹងមានអ្វីត្រូវហ៊ានមិនហ៊ានបើវាមានតម្លៃ10លានពិតមែនខ្ញុំនឹងទិញយកក្នុងតម្លៃ20លាននេះជាសម្ដីរបស់លោកហើយណាគ្រប់គ្នាមើលឲ្យច្បាស់ចុះថាហេតុអ្វីបានជាថូបកានេះមានតម្លៃដល់10លាននេះខាងក្នុងនេះគឺជាគុជរាត្រីសោះតម្លៃគឺរាប់លានដើមឡើយទីនេះមានស្រទាប់សម្ងាត់សោះក្មេងប្រុសដែលអញ្ជើញមកនេះពិតជាមិនធម្មតាមែនតើគេពិតជាមកពីណាឲ្យប្រកាសអាចដឹងថាខាងក្នុងមានគុជរាត្រីបងប្រុសយ៉ាវឲ្យពូកែម្លេះចំណាយឆ្ងាយប៉ុណ្ណឹងក៏អាចមើលឃើញវត្ថុនៅខាងក្នុងថូបានដែរពីមុនខ្ញុំមិនចោះចាញ់ប៉ាខ្ញុំទេឥឡូវខ្ញុំចោះចាញ់បងហើយពីមុនខ្ញុំមិនចោះចាញ់ប៉ាខ្ញុំទេឥឡូវខ្ញុំស៊ូនឹងបងហើយ Candy Wang ក៏មានពេលមើលខុសដែរតើឃើញគាត់ខាតបងបែបនេះស្គាល់រសជាតិពិតជាស្រួលចិត្តមែនប្អូនប្រុសលើកគំរាមដៃឲ្យប្អូនហើយមិននឹកស្មានសោះថានៅក្បែរខ្លួនមានមនុស្សពូកែដ៏ម្លឹងខ្ញុំភ្នែកមើលខុសហើយកុំនិយាយច្រើនពេកឯងចាញ់ហើយទេលុយ20លានមកឲ្យបងប្រុសខ្ញុំមកក្មេងប្រុសឯងពិតជាខ្លាំងមែនចាំមើលមុខគ្នាទៀតចាំមើលគ្នាបន្ទាប់មកទៀតសូមទស្សនាវត្ថុដេញខ្លាយទី2របស់យើងគឺពេងមន់ដាវខេសម័យរាជវង្សមីងតម្លៃចាប់ផ្ដើមដេញខ្លាយ2លានឡើងថ្លៃម្ដងមិនតិចជាង500000ទេតើពេងមន់ដាវខេសម័យរាជវង្សមីងនេះយ៉ាងម៉េចដែរអាចដេញខ្លាយបានទេតម្លៃច្រើនបំផុតប៉ុន្មានអាចដេញបានជាវត្ថុពិតមានតម្លៃ15លានបងប្រុសពេងមន់ដាវខេសម័យរាជវង្សមីងនេះអាចដេញខ្លាយបានទេពេងមន់ដាវខេសម័យរាជវង្សមីងនេះគឺជាវត្ថុធ្វើតាមសម័យទំនើបទេចំណែកតម្លៃយ៉ាងច្រើនត្រឹមតែ10000ប៉ុណ្ណោះល្អហើយស្ដាប់តាមបងប្រុសចុះមិនដេញទេខ្ញុំសុំដាក់5លានខ្ញុំត្រកូលហែន5លាន5សែនខ្ញុំត្រកូលវិន10លាននេះជាស្អីហ្នឹង បងប្រុសមិនមែនប្រាប់ថាវាជាវត្ថុធ្វើត្រាប់តាមសម័យទំនើបទេអីចុះហេតុអ្វីបានជាគេយកមកដេញខ្លាយទៅវិញអាឡអិត
វត្ថុដេញខ្លាយដែលខ្ញុំមើលត្រូវចិត្តហើយឯងចង់ដេញប្រជែងជាមួយខ្ញុំគឺគ្មានឱកាសទេឆ្លងកាត់ខ្ញុំសិនទៅ20លានក្មេងប្រុសឯងចិត្តណាទាស់ជាមួយខ្ញុំមែនទេពិតមែនហើយវត្ថុល្អបែបនេះជាធម្មតាអ្នកណាឲ្យខ្លាយជាងគេគឺជាអ្នកបានឬមួយឯងគ្មានលុយទិញទេដឹងបើអីចឹងឯងអាចដកខ្លួនចេញបានអាល្អិតមានសាច់ឈាមហ៊ានដេញខ្លាយប្រជែងជាមួយខ្ញុំមកថ្ងៃនេះខ្ញុំនឹងឲ្យឯងឃើញពីរបៀបដែលខ្ញុំដេញវត្ថុទាំងនេះយកលោកប្រធានខេនគុំស្ដាប់ក្មេងនេះនិយាយរារាំងពេកវត្ថុនេះយ៉ាងច្រើនមានតម្លៃត្រឹម15លានទេគុំដេញខ្លាយបន្តទៀតអីក្មេងនេះកំពុងដំឡើងតម្លៃហើយហេតុអ្វីបានជាខ្ញុំត្រូវទ្រាំនឹងកំហឹងបែបនេះ40លានសូមអបអរសាទរលោកម្ចាស់ខេនចាយអស់40លានដើម្បីទិញយកវត្ថុដែលមានតម្លៃត្រឹម10000គឺជាវត្ថុធ្វើត្រាប់តាមសម័យទំនើបក្មេងប្រុសនេះមកពីណាឲ្យប្រកាសហ៊ានទាស់ជាមួយខេនឌីវងមិនដឹងពីឋានៈនិងអត្តសញ្ញាណរបស់ខេនឌីវងទេនិងឋានៈរបស់គាត់ទេបងប្រុសយ៉ាវឲ្យពូកែខ្លាំងណាស់មិញនេះគឺចិត្តណាចូលទៅក្នុងរបស់ខេនឌីវងច្បាស់ជាបោកគាត់ច្បាស់ណាស់វិធីសាស្ត្រនេះខ្ពស់ណាស់យើងមានបងប្រុសយ៉ាវធ្វើឲ្យអ្នកវិតម្លៃរបស់ពួកគេវិលមកពង្វិញអស់ហើយពិតជាស្កប់ចិត្តមែនបងប្រុសយ៉ាវអ្នកប្រកាសជារីករាយក្នុងចិត្តខ្លាំងណាស់ពេលនេះស្ដេចខេនឌីប្រកាសជាខឹងរហូតដល់ខ្ជាក់ឈាមហើយចាយប្រាក់40លានទិញផ្ទះទំនើបមួយពេលនេះខេនឌីវងខឹងខ្លាំងណាស់រហូតដល់ស្ទើរតែក្អួតឈាមទៅហើយយកលុយ40លានមកដើម្បីទិញវត្ថុបុរាណសម័យទំនើបមួយនេះអាល្អិតទោះបីជាវត្ថុដាក់លក់នេះមិនមានតម្លៃ40លានក៏ដោយប៉ុន្តែគ្រូរបស់ខ្ញុំបានប្រាប់ខ្ញុំរួចហើយថាវាមិនមែនជាអ្វីដែលឯងនិយាយទេអ្វីដែលឯងនិយាយមកនេះគឺគ្រាន់តែជាការកុហកសុទ្ធសាធឯងប្រកាសទេបើមិនដូច្នេះទេឯងយកពេងឆេងយួរដាវខេនេះយកទៅឲ្យមុខគ្រូរបស់អ្នកដើម្បីពិនិត្យមើលឲ្យច្បាស់ទៅអាល្អិតនេះតើគេអាចមើលដឹងយ៉ាងម៉េចទៅថាជាវត្ថុខ្លាំងៗសម័យទំនើបបែបនេះបើមិនដូច្នោះទេពេលក្រោយត្រូវតែប្រយ័ត្នការពារពីវាឲ្យមែនទែនបើមិនដូច្នេះទេមុខមាត់ជាអ្នកជំនាញរបស់ខ្ញុំនឹងត្រូវខ្មាស់អៀនអស់ជាមិនខានយ៉ាងម៉េចហើយគឺជាវត្ថុខ្លាំងៗសម័យទំនើបមែនទេសុំទោសខ្ញុំសូម្បីតែវត្ថុខ្លាំងៗនេះក៏មើលមិនចេញដែរចុះទម្រាំក្មេងដែលអាម្នាក់នោះនាំមកទៀតលោកប្រធានខេនមិញនេះខ្ញុំមើលភ្នែកខុសហើយលោកក៏ដឹងដែរថាអ្នករកស៊ីខាងនេះគឺគ្មាននរណាម្នាក់អាចមើលដឹងពិតប្រាកដ100នោះទេប៉ុន្តែលោកអាចទុកចិត្តបានពេលបន្ទាប់នេះខ្ញុំនឹងរកមុខមាត់ជូនលោកវិញនិងកិត្តិយសដែលបាត់បង់ទៅខ្ញុំសង្ឃឹមថាអ្នកនឹងមិនធ្វើឲ្យខ្ញុំខកចិត្តម្ដងទៀតទេបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យឯងនៅយ៉ាងឆេងបាទចាត់ការភ្លាមគឺចាត់ការភ្លាមបន្ទាប់មកខ្ញុំចង់រកលុយឲ្យបានច្រើននិងទទួលបានវាពីផ្ទាល់秦德旺សង្ឃឹមថាអ្នកមិនធ្វើឲ្យខ្ញុំខកចិត្តទេបន្ទាប់មកគឺជាទំនិញដាក់លក់ទី3របស់យើងនេះគឺមានតម្លៃ50លានការដេញថ្លៃបន្ថែមម្ដងមិនតិចជាង10លានទេមួយនេះវិញគឺប៉ុន្មានម៉ឺននេះឯងមានតម្លៃប៉ុន្មាននិយាយស្ដីប្រយ័ត្នប្រយែងបន្តិចផងអ្នកមានឱកាសតែម្ដងទេខ្ញុំមិនលើកលែងឲ្យឯងជាដាច់ខាតនាំពួកវាទៅបាទបងប្រុសគំនូរនេះជាស្នាដៃពិតមែនឬតម្លៃប៉ុន្មានដែរលោកម្ចាស់វិញគំនូរនេះតម្លៃគួរតែប្រហែលជា500លានសូមអញ្ជើញចេញគំនូរនេះគឺជាស្នាដៃពិតមានតម្លៃចន្លោះពី500ទៅ700លានខ្ញុំដឹងហើយ文火ឥឡូវនេះគឺជាពេលដែលត្រូវបង្ហាញសមត្ថភាពរបស់ពួកអ្នកហើយផ្ទាំងគំនូរថ្ងៃនេះខ្ញុំនឹងធ្វើឲ្យអ្នកចាញ់យ៉ាងធ្ងន់ធ្ងរលោកវិនផ្ទាំងគំនូរនេះមានលក្ខណៈកំបាំងនៅខាងក្នុងគំនូរផ្នែកខាងក្រៅគឺជាវត្ថុបុរាណពិតមានតម្លៃ500លានប៉ុន្តែគំនូរខាងក្នុងវិញគឺជាស្នាដៃពិតSheng Yang Tai Chiរបស់ Lai Bei មានតម្លៃដល់ទៅ4000លានសូម្បីតែតម្លៃក៏អាចនឹងខ្ពស់ជាងនេះទៀតប្អូនប្រុសបើមានសមត្ថភាពចង់ទៅក៏ទៅចុះទុករឿងដែលសល់ឲ្យខ្ញុំចុះ文红ឲ្យខ្ញុំបានឃើញបន្តិចមកកម្លាំងពិតប្រាកដរបស់អ្នកទទួលយកចុះថ្ងៃនេះធ្លាក់ក្នុងដៃនរណាចឹងរៀបចំខ្លួនចុះ15000ទៅ300លានអាប្រុសនេះហ៊ានបើកមាត់ស្រែកដល់300លានចាំមើលឯងមានលុយប៉ុន្មាន500លាន1000លានចុះទៅក្មេងប្រុសនេះរវល់ខ្លាំងណាស់ហ៊ានប្រឆាំងនឹងខេនណេងវិញទៀតមិនដឹងសោះគាត់យកលុយមកពីណាទេថាមិនខុសទេខ្លាពីប្រកួតគ្នាតែងតែមានមួយខាតបងខ្ញុំពិតជាចង់ដឹងណាស់ថាយកឆောင်းដោះស្រាយវាដោយរបៀបណាឯងពិតជាឈ្មោះ She មែនអាល្អិតឯងពិតជាមកគោខ្ញុំមែនទៅ1500លានអាល្ងងនេះហ៊ានដាក់តម្លៃដល់1500លានទៅហើយឯងខ្លាំងណាស់ខ្ញុំសុំផ្ទៀងផ្ទាត់ប្រាក់របស់អាម្នាក់នេះគ្មានបញ្ហាទេចង់ផ្ទៀងផ្ទាត់ប្រាក់ក៏បានដែរប៉ុន្តែបើខ្ញុំអាចយកលុយច្រើនប៉ុណ្ណឹងចេញមកបានតើឯងនឹងយ៉ាងម៉េចទេលុយមកឲ្យខ្ញុំនឹងផ្ទេរទៅឲ្យលោករាវអាល្អិតបើឯងពិតជាអាចយកលុយ1500លានចេញមកបានមែនខ្ញុំនឹងថែមជូនឯង500លានទៀតបានដើម្បីការពារកុំឲ្យខេនឌីវងចាញ់ហើយតិចវេខ្ញុំយោបល់ថាគួរតែយកប្រាក់500លានរបស់គាត់ទេចូលក្នុងកណ្ដីរបស់កន្លែងដេញថ្លៃជាមុនសិនអាចធ្វើបានប្រាក់របស់លោកខេនត្រូវបានផ្ទេរចូលកណ្ដីរបស់កន្លែងដេញថ្លៃរួចរាល់ហើយផ្ទេរប្រាក់មុនបែបនេះគឺគ្មានបញ្ហាទេពួកអ្នកអាចបន្តដេញថ្លៃគ្នាបានហើយលុយច្រើនម្លេះហេតុអ្វីបានជាអាម្នាក់នេះមានលុយច្រើនម្លេះឬមួយក៏ជាលុយដែលវិញយឺនឹងអ្នកផ្សេងទៀតប្រមូលផ្ដុំគ្នាលោកប្រធានខេនយើងត្រូវឡើងថ្លៃទៀតទេគំនូរនេះបានលើតម្លៃពិតប្រាកដរបស់វាទៅហើយព្រោះថាអាមនុស្សប្រហែលម្នាក់នេះចំណាយប្រាក់1500លានដើម្បីទិញវានោះគឺជាការល្ងងខ្លៅដោយខ្លួនឯងរបស់វាបើមើលទៅបែបនេះពួកយើងគួរតែទុកឲ្យគេទៅចុះវិញយូរអើយមនុស្សរបស់អ្នកពិតជាល្ងងមែនហ៊ានចំណាយដល់1500លានដើម្បីទិញគំនូរតម្លៃ700លាន
ពិតជាល្ងងខ្លៅមែន Candy Wong លោកកុំតន់អពេកចំណែកអ្នកជំនាញដែលលោកអញ្ជើញមកនេះគឺគ្រាន់តែជាសម្រាប់ម្នាក់ប៉ុណ្ណោះបន្ទាប់មកខ្ញុំនឹងឲ្យលោកបានឃើញរឿងអស្ចារ្យឯងចង់មានន័យម៉េចចាំបន្តិចទៀតខ្ញុំនឹងឲ្យឯងដឹងថាខ្លួនបានខកខានអ្វីខ្លះតើនេះជាស្អីនឹងឬមួយក៏មានរឿងអស្ចារ្យលាក់ក្នុងផ្ទាំងគំនូរនេះមើលទៅហាក់ដូចជាបែបនឹងហើយមើលទៅអក្សរនេះដូចជាធ្លាប់ឃើញសោះខ្ញុំនឹកឃើញហើយនេះជាស្នាដៃពិតរបស់ Lai Bei គឺ Shen Yang Thai តែមានតម្លៃជាង 4000 លានឡើងទៅរាវឆុងនេះពិតជាមានសំណាងខ្លាំងណាស់ស្នាដៃអក្សរដែលលាក់បាំងយ៉ាងសម្ងាត់បែបនេះគាត់អាចមើលឃើញវាដែរគាត់ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនស័ក្តិសមជាបងប្អូនដែលខ្ញុំពេញចិត្តមែនសមត្ថភាពរបស់មានតម្លៃបែបនេះគឺខ្លាំងពូកែណាស់បងប្អូនសម្លាញ់ឲ្យចាប់ពីពេលនេះទៅស្រីរបស់អ្នកខ្ញុំទទួលខុសត្រូវទាំងអស់បងប្អូនសម្លាញ់ចាប់ពីពេលនេះទៅការនៅការហូបចុកនិងសម្លៀកបំពាក់របស់អ្នករាល់ការចំណាយទាំងអស់ខ្ញុំនឹងចេញឲ្យទាំងអស់មិនមែនដើម្បីរកលុយបានប៉ុន្មានទេគឺគ្រាន់តែចង់ឃើញមុខស្អុយរបស់ Candy Wong ឃើញហើយវាស៊ីចិត្តណាស់ Candy Wong ដែលមានឈ្មោះល្បីល្បាញពេញមួយជីវិតត្រូវគេបោកបញ្ឆោតរហូតដល់វង្វេងវង្វាន់អស់ហើយនឹកស្មានមិនដល់សោះថាថ្ងៃណាមួយនឹងត្រូវអាល្អិតគ្មានឈ្មោះម្នាក់នេះបង្វើក្បាលឲ្យវិលវល់ដូចក្តោងខ្យល់ឬមួយពាក្យសម្ដីរបស់ឋានសុខនិយាយត្រូវហើយគឺរឿងកម្មផលវិលវល់តើស៊ូធ្លាប់លើកលែងឲ្យអ្នកណាខ្លះទៅគោលបំណងរបស់ពួកយើងក្នុងពេលនេះបានសម្រេចរួចរាល់ហើយការដេញថ្លៃបន្តទៀតលោកលេងម្នាក់ឯងចោះពួកយើងមិននៅរងចាំលោកទៀតទេលោកយ៉ាវប្រាក់របស់អ្នកបានផ្ទេរមកដល់ហើយបាទអរគុណលោកយ៉ាវមិននឹកស្មានថាសមត្ថភាពឬរបស់មានតម្លៃរបស់អ្នកខ្លាំងដល់ម្លឹងទេតើអ្នកធ្លាប់គិតចង់មកធ្វើការនៅកន្លែងដេញថ្លៃរបស់ពួកយើងទេប្រាក់ខែនិងផលប្រយោជន៍នឹងឲ្យពេញលេញតែម្ដងមិនបាច់ទេខ្ញុំចូលចិត្តភាពសេរីជាងលាហើយអរគុណបងប្អូនសម្លាញ់យ៉ាវបើសិនជាថ្ងៃនេះគ្មានអ្នកទេខ្ញុំពិតជាមិនអាចលេបកំហឹងនេះចុះទេថ្ងៃនេះអរគុណអ្នកខ្លាំងណាស់ប្រាក់ដែលអ្នករកបានអ្នកទុកវាចុះគឺអញ្ចឹងហើយបងប្អូនសម្លាញ់យ៉ាវសមត្ថភាពរបស់អ្នកគឺធ្វើឲ្យអ្នកណាក៏ស្មោះចិត្តនិងគោរពដែរថ្ងៃក្រោយបើមានរឿងអីដែលត្រូវការបងប្អូនសម្លាញ់យ៉ាវជួយគ្រាន់តែប្រាប់មកបងប្អូនសម្លាញ់យ៉ាវទឹកប្រាក់នេះចាត់ទុកថាជាការដូរជួបមុខដែលពួកយើងរៀបចំឲ្យលោកចុះខ្ញុំសូមអរគុណប៉ុន្តែបើគ្មានគុណបំណាច់អ្វីទេប្រាក់នេះខ្ញុំយកមិនបានទេយ៉ាងណាមិញថ្ងៃនេះខ្ញុំបានចំណេញច្រើនហើយឥឡូវនេះខ្ញុំនឹងសងវាជូនពួកលោកវិញបើមិនដូច្នេះទេបងប្អូនប្រុសម្នាក់នេះពួកលោកកុំប្រកាន់អីបានស្ដាប់តាមបងប្រុសយ៉ាវចុះអាឡូថៅកែលេរកខ្ញុំមានការអ្វីលោកយ៉ាវតើលោកអាចជួយខ្ញុំមួយរឿងបានទេនិយាយមកយប់នេះគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំនិយាយមកយប់នេះជាថ្ងៃខួបកំណើតម៉ាក់ខ្ញុំចង់មកទីនេះទិញគ្រឿងអលង្ការមួយជូនគាត់ជាកាដូបានខ្ញុំនឹងជូនអ្នកទៅជាមួយលោកប្រធានពួកយើងខ្ញុំមានធរៈបន្តិចខ្ញុំសុំទៅមុនហើយបានលោកប្រធានលីតើលោកចង់ទិញគ្រឿងអលង្ការបែបណាដែរគឺប្រភេទដែលអាចជួយពង្រឹងសុខភាពរាងកាយនិងជួយថែទាំសុខភាពគ្រឿងអលង្ការបែបនេះមិនសូវជាងាយស្រួលរកប៉ុន្មានទេប៉ុន្តែតាំងពីវាជាកាដូជូនអ្នកមីងគឺត្រូវជ្រើសរើសវត្ថុបុរាណដែលមានតម្លៃបានស្ដាប់តាមលោកចុះលោកជួយមើលវាបន្តិចផងបានម្ចាស់ហាងថ្មពណ៌ខ្មៅដុំនេះតម្លៃប៉ុន្មានដែរបងប្រុសថ្មដុំនេះតម្លៃ 10000ត្រឹមតែថ្មបែកបាក់មួយដុំសោះហ៊ានបើកមាត់សុំថ្លៃម្លេះច្រើនបំផុតត្រឹម200ប៉ុណ្ណោះប្អូនស្រីមួយនេះប្អូនមិនយល់ទេថ្មដុំនេះទោះបីជាមើលទៅធម្មតាក៏ដោយប៉ុន្តែខាងក្នុងរបស់វាអាចមានរបស់មានតម្លៃកុំមកនិយាយផ្ដេសផ្ដាស់ទីនេះអីលោកប្រធានលីកុំតាន់អើប្រញាប់អីថ្មដុំនេះប្រសិនបើដាក់តាំងលម្អក្នុងផ្ទះគឺពិតជាល្អណាស់គ្រាន់តែតម្លៃវាថ្លៃបន្តិចប៉ុណ្ណោះម្ចាស់ហាងខ្ញុំសុខចិត្តទិញតម្លៃ 5000ប្រសិនបើលោកលក់ខ្ញុំនឹងទិញឥឡូវនេះហើយប៉ុន្តែបើលោកមិនលក់ទេនោះខ្ញុំនឹងទៅមើលកន្លែងផ្សេងវិញដើមទុនថ្មដុំនេះចំណាយអស់មិនដល់50ផងមិននឹកស្មានថាត្រឹមតែមួយផ្លេតឡើងថ្លៃរហូតដល់100ដងពិតជាអស្ចារ្យណាស់មើលទៅថ្ងៃនេះជួបអតិថិជនចិត្តទូលាយខ្លាំងហើយបើសិនជាបងប្រុសនិយាយដល់ថ្នាក់នេះទៅហើយថ្មដុំនេះខ្ញុំលក់ឲ្យលោកចុះផ្ទេរប្រាក់មករួចរាល់ហើយលោកចាងតើលោកមើលមិនឃើញទេជននេះមើលទៅច្បាស់ជាចង់បោកប្រាស់ហើយប្រកាសជាកំពុងបោកប្រាស់លោកហើយមិនអីទេពួកយើងទៅមើលហាងផ្សេងទៀតចុះម្ចាស់ហាងថ្មត្បូងមួយនេះតម្លៃប៉ុន្មាន100,000នេះគឺជាត្បូងគុណភាពល្អខ្ញុំទិញវាហើយត្បូងមួយនេះខ្ញុំឲ្យតម្លៃ300000លីពេងហ្វៃឯងមកធ្វើអ្វីទីនេះយីងហឺថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកមីងខ្ញុំចង់មកទីនេះដើម្បីចង់ទិញកាដូជ្រើសរើសកាដូដ៏ល្អបំផុតជូនអ្នកមីងត្បូងនេះមើលទៅពិតជាល្អណាស់ថយចេញនោះជាថ្ងៃខួបកំណើតម៉ាក់ខ្ញុំតើវាតាក់ទងអ្វីនឹងឯងឥឡូវនេះឯងអាចចេញទៅបានហើយអាល្អិតខ្ញុំសូមប្រាប់ឲ្យដឹងថាគួរតែនៅឲ្យឆ្ងាយពីគ្រួសារយើងជាពិសេសយើងគឺឲ្យឆ្ងាយបន្តិចទៅប្រសិនបើមិនដូច្នេះទេខ្ញុំនឹងមិនក្រែងចិត្តដាក់ឯងទេ
ថ្ងៃនេះខ្ញុំបាននាំយកកម្ពុជាចៅវាយនាយទាំង3មកជាមួយចង់បំផ្លាញឯងគឺជារឿងងាយស្រួលបំផុតជប់និយាយច្រើនទៅត្រូវគោរពសង្សារខ្ញុំបន្តិចផងលោកប្រុសលីថ្ងៃនេះឯងមកដើម្បីជូនប្រាក់ទៀតហើយឬលើកនេះចង់ឲ្យលុយខ្ញុំ5លានទៀតមែនទេអញ្ចឹងខ្ញុំពិតជាមិនបដិសេធឡើយនិយាយមកចង់លេងបែបណាចង់ភ្នាល់បែបណាខ្ញុំនឹងតាមគ្រប់បែបយ៉ាងមនុស្សកំសាកនេះបណ្ដាលឲ្យខ្ញុំខាតលុយអស់5លានលើកនេះទោះបីជាយ៉ាងណាក៏ត្រូវតែឈ្នះយកមកវិញដែរបើមិនដូច្នេះទេមុខមាត់ខ្ញុំយកទៅទុកឯណាកុំថាឡើយខ្ញុំថែមទាំងនាំអ្នកជំនាញខាងវត្ថុបុរាណមកជាមួយផងខ្ញុំមិនជឿជាដាច់ខាតមនុស្សកំសាកនេះអាចឈ្នះខ្ញុំក្នុងការភ្នាល់ត្បូងបានទេពួកយើងមកភ្នាល់ទិញថ្មត្បូងគ្នាតើហ៊ានទេខ្ញុំបានប្រាប់រួចហើយឲ្យតែលោកប្រុសលីចង់ភ្នាល់មានរឿងអីដែលខ្ញុំមិនហ៊ាននោះនិយាយមកថ្ងៃនេះចង់ភ្នាល់បែបណាដែរពួកយើងសុទ្ធតែលេង3ដងបើអ្នកចាញ់ត្រូវសងលុយ5លាននោះមកខ្ញុំវិញក្រៅពីនេះអ្នកត្រូវតែប្រញាប់ចេញពីក្បែរនាងឲ្យផុតបានបើខ្ញុំឈ្នះអ្នកត្រូវចេញប្រាក់ថ្លៃថ្មភ្នាល់ថែមទាំងត្រូវបង់ប្រាក់បន្ថែមទៀតក្នុងមួយដង3លានយល់យ៉ាងម៉េចដែរគ្មានបញ្ហាទេចាប់ផ្ដើមចុះលោកគ្រូវាងលោកជួយរើសវាទៅគ្រាន់តែថ្ម3ដុំនេះឲ្យតែចេញពណ៌បៃតងពួកយើងនឹងឈ្នះហើយខ្ញុំបានរើសរួចរាល់ហើយធានាថានឹងចេញពណ៌បៃតងទាំងអស់ឆាវឈឺដល់វេនអ្នកហើយរើសទៅឆាវឈឺគុំស្ដាប់សម្ដីគាត់អីលោកគ្រូវាងដែលគាត់និយាយនោះគឺជាគ្រូស្វែងរកត្បូងដ៏ល្បីល្បាញណាស់សមត្ថភាពខ្លាំងពូកែណាស់ពួកយើងដើរចេញទៅទើបល្អលោកប្រុសលីមកដើម្បីផ្ដល់លុយឲ្យយើងដោយឡែកចឹងយើងត្រូវតែយកហើយបើមិនអីចឹងទេគាត់នឹងមិនសប្បាយចិត្តទេមកលោកប្រុសលីអ្នកត្រូវចាំឲ្យច្បាស់បើថ្មរបស់ខ្ញុំគ្រប់ដុំទាំងអស់បើថ្មរបស់ខ្ញុំគ្រប់ដុំសុទ្ធតែកាត់ចេញជាត្បូងគុណភាពខ្ពស់អ្នកត្រូវតែសងលុយ9លានឲ្យខ្ញុំម្ដងទាំងអស់ឯងគិតថាឯងជាលោកគ្រូវាងមែនទេដែលអាចរើសថ្មមានពណ៌បៃតង3ដុំក្នុងពេលតែមួយនោះម្ចាស់ហាងយកម៉ាស៊ីនកាត់របស់អ្នកមកទីនេះខ្ញុំចង់កាត់យកពណ៌បៃតងហើយលោកគ្រូវាងសូមអញ្ជើញថ្មដែលលោកគ្រូវាងផ្ទាល់ជាអ្នករើសគឺប្រកាសជាកាត់ចេញពណ៌បៃតងមិនខានខ្ញុំមិនជឿទេគ្រូដែលពូកែប៉ុណ្ណាក៏មានពេលមើលភ្នែកខុសដែរកម្រិតបែបនេះអាចកាត់ចេញពណ៌បៃតងតិចតួចប៉ុណ្ណេះអូក៏ល្អណាស់ដែរមិត្តភក្តិឯងកុំទាន់អោបពេកចាំមើលចុះខ្ញុំហ៊ានធានាថាវាមិនអាចចេញពណ៌បៃតងឡើយអញ្ចឹងមែនទេចឹងខ្ញុំប្រហែលជាធ្វើឲ្យអ្នកខកចិត្តហើយអាចារ្យឲ្យតែអ្នកអញ្ជើញមកនេះខ្លាចក្រែងជាជនបោកប្រាស់ទេដឹងបច្ចេកទេសក៏មិនសូវជាប៉ុន្មានដែរបន្ទាប់មកខ្ញុំចង់ឲ្យពួកអ្នកបើកភ្នែកឲ្យធំមើលថ្មដែលខ្ញុំបានរើសថាតើវាចេញពណ៌បៃតងពេញទាំងដុំយ៉ាងដូចម្ដេចថែមទាំងសុទ្ធតែជាប្រភេទគុណភាពខ្ពស់ទៀតផងគឺត្បូងកែវបៃតងឯងស្មានថាឯងមានភ្នែកមើលធ្លុះមែនឯងអានប្រឡំលោកច្រើនពេកហើយដឹងឯងកំពុងតែអួតអាងហើយថយចេញទៅអូហោនេះជាភ្នែកមាសអស្ចារ្យអីបែបនេះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះអាចរើសបានថ្មពណ៌បៃតងពេញទាំង3ដុំពិតជាខ្លាំងមែនទែនម៉េចមិនអីចឹងទេពក៏សល់ភ្នាល់ថ្មបែបនេះពិតជាមានមែនគឺជារឿងមិនអាចទៅរួចទេឯងប្រកាសជាលួចបន្លំហើយអ្នកក៏អាចលួចបន្លំបានដែរនេះមិនអាចទៅរួចទេអ្នកប្រកាសជាបន្លំហើយអ្នកក៏អាចបន្លំបានដែរលោកថែមទាំងបានអញ្ជើញម្នាក់ជាអ្នកជំនាញដ៏ពូកែម្នាក់ទីបំផុតក៏សមត្ថភាពអន់ជាងគេដែរអ្នកឆៅឈើអ្នកពិតជាពូកែណាស់លោកចៅមែនទេត្បូងពីងចុងហ្វុយស៊ុយទាំង3ដុំរបស់អ្នកនេះខ្ញុំយកទាំងអស់តើអ្នកចង់លក់តម្លៃប៉ុន្មានកញ្ញាតើកញ្ញាចង់ឲ្យតម្លៃប៉ុន្មានដែរ5លានចុះប្រសិនបើអ្នកគិតថាទាបពេកខ្ញុំអាចថែមជូនទៀតបានតម្លៃនេះអាចយល់ព្រមលក់បានកញ្ញាតើកញ្ញាក៏មកទីផ្សារវត្ថុបុរាណដើម្បីទិញវត្ថុបុរាណដែរឬខ្ញុំជូនកញ្ញាដើមមើលណាការភ្នាល់ថ្មរវាងអ្នកនិងលោកចៅកាលពីមិញនេះខ្ញុំបានឃើញទាំងស្រុងហើយអ្នកបានចាញ់ហើយតើចង់គេចវេសមិនព្រមទទួលខុសត្រូវទេហើយមិនចង់ឲ្យលុយនេះដល់អ្នកមែនទេខ្ញុំអត់មានមិនចង់ឲ្យលុយនោះទេឥឡូវនេះខ្ញុំនឹងឲ្យភ្លាមអរគុណច្រើនលោកប្រុសលូខ្ញុំបានចំណេញ9លានទៀតហើយប្រុសឯងមិនអាចមានមោទកភាពបានយូរទេគ្រាន់តែកញ្ញាចាក់ចេញទៅខ្ញុំប្រកាសជាមិនលែងឲ្យឯងរួចខ្លួនឡើយលោកចៅការភ្នាល់ថ្មរបស់អ្នកកាលពីមិញនេះពិតជាខ្លាំងមែនទែនខ្ញុំចង់អញ្ជើញអ្នកឲ្យចូលរួមជាមួយត្រកូលរបស់យើងវាពិតជាអាចធ្វើឲ្យអ្នកក្លាយជាគ្រូមើលវត្ថុបុរាណដ៏ខ្លាំងពូកែបំផុតក្នុងខេត្តខ្ញុំមិនប្រញាប់ចង់បានចម្លើយពីអ្នកឥឡូវនេះទេអ្នកអាចគិតពិចារណាសិនបានដល់ពេលនោះចាំទូរស័ព្ទមកខ្ញុំបាទចាសោះតើអ្នកដឹងទេថាកញ្ញាហ៊ូម្នាក់អំបញ្ញមិញនេះគាត់ជានរណាគាត់គឺជាកូនស្រីរបស់ត្រកូលហ៊ូដែលជាគ្រួសារអ្នកជំនាញមើលវត្ថុបុរាណលំដាប់កំពូលសមត្ថភាពមើលវត្ថុបុរាណរបស់គ្រួសារពួកគេគឺខ្លាំងក្លាណាស់មិញនេះគាត់គួរតែទទួលស្គាល់សមត្ថភាពមើលវត្ថុបុរាណរបស់អ្នកហើយបានជាគាត់ចង់អញ្ជើញអ្នកឲ្យចូលរួមជាមួយត្រកូលហ៊ូហេតុផលបែបនេះសោះអាឡូឥឡូវនេះខ្ញុំនឹងទៅទីនោះហើយ
ខ្ញុំមានការរវល់បន្តិចនឹងប្រញាប់ទៅទីនោះឥឡូវនេះហើយបងហាវតែបងអញ្ជើញយើងឲ្យមកទីនេះគឺដើម្បីណែនាំមិត្តភក្តិដែលមានសមត្ថភាពខ្លាំងម្នាក់ដល់ពួកយើងមែនទេតើគាត់ពូកែដល់ថ្នាក់នឹងមែនឬប្រាកដណាស់មិនយូរប៉ុន្មានមុននេះពួកយើងបានរួមដំណើរជាមួយលោកតាមេងទៅចូលរួមការប្រជុំដេញខ្លាយសមត្ថភាពរបស់គាត់បានធ្វើឲ្យខ្ញុំពេញចិត្តនឹងកត់សរសើរជាខ្លាំងសៀវយ៉ាប្អូនធ្វើចំនួនវត្ថុបុរាណតើវាមិនខានឡើយដែលនឹងមានពេលមើលខុសត្រូវបោកប្រាស់បងសូមណែនាំប្អូនថាគួរតែរាប់អាននិងតាក់ទងជាមួយបងប្រុសចៅឲ្យបានច្រើនបន្តិចទៅចំពោះប្អូនមានតែផលចំណេញគ្មានផលប៉ះពាល់ទេបងហាវទោះជាគាត់មានសមត្ថភាពក្នុងការមើលវត្ថុបុរាណពិតមែនតែបន្តិចទៀតខ្ញុំនឹងយកថ្មត្បូងខ្លាំងៗមួយឲ្យគាត់ជួយពិនិត្យមើលសិនបើសិនជាគាត់អាចបែងចែកដឹងរវាងពិតនិងខ្លាំងៗខ្ញុំនឹងផ្ដល់ប្រាក់ចំនួន20លានដល់គាត់ជាកម្រៃជើងសារបងហាវតើប្អូនធ្វើបែបនេះយកយ៉ាងម៉េចដែរ20លានគឺតិចពេកហើយតាក់100លានចុះយ៉ាងហោចណាស់ក៏គាត់មានតម្លៃប៉ុណ្ណឹងដែរបានតើបងប្រុសចៅអរគុណខ្លាំងណាស់ដែលបានអញ្ជើញមកទីនេះកៅអីកិត្តិយសត្រូវបានទុកសម្រាប់បងហើយកន្លែងនេះគឺសម្រាប់បងប្រុសចៅតែម្នាក់គត់បងហាវតើនេះហើយឬជាមនុស្សដែលបងនិយាយថាជាគ្រូមើលវត្ថុបុរាណដ៏ខ្លាំងពូកែនោះបងហាវគាត់មើលទៅធម្មតាពេកហើយតើវាងជាងគុំនិយាយជាមួយមិត្តភក្តិបងបែបហ្នឹងខ្ញុំបានឬបងហាវនិយាយថាសមត្ថភាពមើលវត្ថុបុរាណរបស់អ្នកខ្លាំងពូកែណាស់ខ្ញុំមានថ្មត្បូងយកមួយដុំនៅទីនេះបើសិនជាអ្នកអាចមើលដឹងថាវាពិតឬខ្លាំងៗខ្ញុំមិនត្រឹមតែសុំទោសចំពោះរឿងការពីមិញនិងសុំទោសដល់អ្នកនោះទេថែមទាំងផ្ដល់រង្វាន់ដល់អ្នកទៀតផងថ្លៃវាតម្លៃ2លានតើអ្នកយល់យ៉ាងម៉េចដែរក្នុងពេលដែលអ្នកនិយាយបែបនេះទៅហើយប្រសិនបើខ្ញុំមិនទទួលយកទេអ្នកប្រហែលជាគិតថាកេរ្តិ៍ឈ្មោះរបស់ខ្ញុំប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អ្នកថាជាការផ្សាយពាណិជ្ជកម្មខ្លាំងៗមិននឹកស្មានថាអ្នកនិយាយស្ដីពូកែកំប្លែងណាស់ខ្ញុំពិតជាទន្ទឹងរង់ចាំមើលសមិទ្ធផលរបស់លោកបងយ៉ាងណាស់ប្រអប់មួយនេះរបស់អ្នកគឺជាថ្មពណ៌ខ្មៅមួយវត្ថុដែលនៅខាងក្នុងថ្មពណ៌ខ្មៅនេះគឺមានតម្លៃកប់ពោកទោះបីជាអ្នកអាចទាយដឹងក៏ដោយក៏ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលដែរប៉ុន្តែមានចំណុចមួយដែលអ្នកនិយាយខុសហើយថាវត្ថុដែលនៅខាងក្នុងអ្នកជំនាញវិតម្លៃផ្ទះខ្ញុំបានវិតម្លៃរួចហើយគឺគ្រាន់តែជាដុំថ្មធម្មតាមួយប៉ុណ្ណោះគឺគ្មានអ្វីនៅខាងក្នុងសោះឡើយចឹងខ្ញុំអាចនិយាយបានត្រឹមតែថាអ្នកជំនាញវិតម្លៃផ្ទះរបស់អ្នកគឺមានសមត្ថភាពត្រឹមតែប៉ុណ្្នឹងឯងមើលទៅលោកបងចៅបានឃើញរួចហើយថាវត្ថុដែលនៅក្នុងដុំថ្មនេះជាអ្វីថ្មនេះគ្មានត្បូងពណ៌បៃតងនៅខាងក្នុងទេគឺត្រឹមត្រូវហើយប៉ុន្តែវត្ថុដែលនៅខាងក្នុងថ្មនេះគឺពិតជាមានតម្លៃកប់ពោកមែនទែនFossil dinosaur សម័យត្រីយ៉ាសិក Fossil dinosaur សម័យត្រីយ៉ាសិកអីចឹងហ៎មិននឹងអាចទៅរួចអ្នកគ្រាន់តែនិយាយរវើវីទេលោកបងហួងបងប្អូនរបស់អ្នកម្នាក់នេះគឺមានសមត្ថភាពកំណត់សម្គាល់ខ្លះដែរប៉ុន្តែមិនច្រើនទេហួងខេងអ្នកពិតជាប្រហែលពេកហើយសមត្ថភាពរបស់លោកបងចៅគឺអ្នកនៅមិនទាន់បានឃើញទេគាត់ថាខាងក្នុងមាន Fossil dinosaur សម័យត្រីយ៉ាសិកគឺប្រកាសជាមានហើយប្រសិនបើអ្នកមិនជឿទេឥឡូវនេះគ្រាន់តែទៅរកម៉ាស៊ីនកាត់ថ្មខ្នាតតូចមួយមកបើកវាមកអ្នកនឹងដឹងហើយអ្វីដែលគាត់និយាយគឺការពិតហើយខ្ញុំនឹងជូនដល់លោកបងចៅនៅថ្លៃវាតម្លៃចំនួន20លានមិនក៏មាន Fossil dinosaur ទៅវិញលោកបងចៅសមត្ថភាពវិតម្លៃរបស់អ្នកពិតជាខ្លាំងក្លាអស្ចារ្យមែននេះអ្នកជំនាញវិតម្លៃរបស់ផ្ទះខ្ញុំគឺជាបុគ្គលដែលជាប់ចំណាត់ថ្នាក់លេខ3ក្នុងខេត្តភាគខាងត្បូងតែមានភ្នែកទិព្វអាចមើលធ្លុះគ្រប់វត្ថុមានតម្លៃទាំងអស់ប៉ុន្តែបើប្រៀបធៀបនឹងលោកបងចៅវិញគឺខុសគ្នាឆ្ងាយដូចមេឃនិងដីសូមអភ័យទោសលោកចៅខ្ញុំសូមទោសលោកហើយសមត្ថភាពវិតម្លៃរបស់អ្នកបានយកឈ្នះចិត្តខ្ញុំទាំងស្រុងហើយកាតនេះមានទឹកប្រាក់20លានគឺជាថ្លៃវិតម្លៃដែលខ្ញុំបង់ឲ្យលោកត្រូវតែទទួលយកវាលោកចៅខ្ញុំមានសំណូមពរមួយចង់អញ្ជើញលោកឲ្យធ្វើជាអ្នកជំនាញវិតម្លៃរបស់ត្រកូលហួងខ្ញុំដើម្បីចូលរួមការប្រកួតប្រជែងអ្នកជំនាញវិតម្លៃនៅថ្ងៃស្អែកប្រសិនបើឈ្នះបានតំណែងជើងឯកត្រកូលហួងរបស់យើងនឹងជូនប្រាក់ចំនួន100លានដើម្បីជាការអរគុណហើយពួកយើងក៏នឹងឲ្យលោកកាន់តំណែងជាអនុប្រធានសមាគមវិតម្លៃវត្ថុមានតម្លៃខេត្តភាគខាងត្បូងផងដែរយួនថេងមើលទៅភាពស្មោះត្រង់របស់អ្នកចំពោះលោកបងចៅគឺពោពេញដោយភាពស្មោះស្ម័គ្រមែននោះជាការពិតហើយក្នុងនាមត្រកូលហួងរបស់យើងជាគ្រួសារធំមួយក្នុងចំណោមគ្រួសារធំទាំង3នៅខេត្តភាគខាងត្បូងគឺតែងតែផ្ដល់ការគោរពដល់បុគ្គលពូកែ100%ជានិច្ចបានហើយខ្ញុំព្រមទទួលយកសូមអរគុណលោកបងចៅចាប់ពីពេលនេះទៅប្រសិនបើលោកមានរឿងអ្វីក៏ដោយអាចមករកខ្ញុំបានខ្ញុំមិនខ្លាចការលំបាកឡើយលោកបងចៅខ្ញុំជាបងស្រីច្បងរបស់ខ្ញុំឈ្មោះលេឆេវគឺបែបនេះទេគឺនៅខេត្តភាគខាងត្បូងនេះមានការប្រមូលផ្ដុំវត្ថុមានតម្លៃដ៏សំខាន់មួយប៉ុន្តែអ្នកជំនាញវិតម្លៃផ្ទះខ្ញុំបែរជាសុំច្បាប់សម្រាប់ទៅផ្ទះវិញដូច្នេះខ្ញុំចង់ពឹងពាក់លោកឲ្យជួយទៅវិតម្លៃវាឲ្យខ្ញុំបន្តិចចំពោះថ្លៃវិតម្លៃវិញខ្ញុំនឹងជូនលោកចំនួន10លានតើបានទេលោកបងចៅបងស្រីឆេវគឺជាអ្នកមានគុណសង្គ្រោះជីវិតខ្ញុំលោកត្រូវតែជួយសម្រួលបន្តិចហើយបានហើយក្នុងពេលដែលបងស្រីឆេវទុកចិត្តខ្ញុំខ្លាំងម្ល៉េះនោះខ្ញុំក៏ពិតជាមិនអាចបដិសេធដែរបានហើយក្នុងពេលដែលរឿងរ៉ាវបានសម្រេចហើយពួកយើងទៅញ៉ាំបាយគ្នាទៅសូមអញ្ជើញបាទចាស់លោកបងកងមកពីព្រឹកម្ល៉េះតើនឹងទៅណាហោះទៅទិញឡានឈៀវតើអូនមកស្វែងរកខ្ញុំមានការអីដែរលោកបងកងខ្ញុំចង់ទៅទីក្រុងម្ដងទៅវិហារបុរាណដើម្បីជួសជុលគ្រឿងអលង្ការរបស់ម៉ាក់ខ្ញុំបន្តិចប្អូនជាក្មេងស្រីម្នាក់ឯងទៅទីក្រុងវាមិនមានសុវត្ថិភាពទេខ្ញុំទៅជាមួយអ្នកដែរបាទលោកភ្ញៀវទាំងពីរនាក់តើចង់ជួសជុលអ្វីដែរជួសជុលត្បូងនេះអស់ប្រាក់ប៉ុន្មានដែរគឺថា50000អានឹងតម្លៃ50000គ្រឿងអលង្ការខ្ញុំនេះមិនតម្លៃដល់50000ផងឯងពិតជាហ៊ានបើកមាត់ទីរំលេះមិនខ្លាចទេហាងពួកឯងខ្លាចបិទទ្វារទេចុះឯងនិយាយចឹងមិនដែរគ្រឿងអលង្ការឯងអត់មានតម្លៃទេប៉ុន្តែគ្រូជួសជុលហាងយើងថ្លៃព្រោះអីហោះមិនអីទេប៉ាត់ស្ដាំពេញថោកណាស់មិនតាក់ទងគ្នាទេឯងនិយាយស្អីចឹងត្រូវសុំទោសខ្ញុំសុំទោសមានហេតុអីត្រូវសុំទោសឯងអាជីវកម្មពួកឯងនេះមិនអាក្រក់ទេពួកឯងចេញទៅបានហើយបើខាងធំគំរាមគេមែនទេឯងប្រកាសជាអត់សុំទោសទេមែនទេហើយថៅកែពួកឯងជាមួយគ្រូជំនាញមកទីនេះមកបើហ៊ានមកខ្ញុំអាចធានាថាធ្វើឲ្យហាងឯងនេះពិតទ្វារជាស្ថាពរក្មេងប្រុសនេះពិតជាមិនដឹងមេខ្ពស់ដីទាបសោះឯងដឹងទេថាហាងយើង
ថាកែខ្នងក្រោយជាអ្នកណាគឺលោកឆែនឡោទោះជាឯងមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយកុំសង្ឃឹមថារួចខ្លួនឲ្យសោះបណ្ដោយចុះបងជិនពួកយើងទៅវិញទៅថ្ងៃក្រោយមិនមកខាងនេះទៀតទេអំសិនចង់ដើរចេញអញ្ចឹងហ៎ខ្ញុំអំបាញ់មិញបានវាតម្លៃគ្រឿងអលង្ការឯងរួចហើយត្រូវការប្រាក់ 10000 យន់សម្រាប់ថ្លៃជួបដេញមិននឹកស្មានថាការវាតម្លៃនេះពិតជាអាចធ្វើបានរកលុយបានស្រួលមែនប្រើល្បិចកថោកទាបបែបនេះដើម្បីរកលុយប្រសិនបើខ្ញុំរងរបួសខ្ញុំនឹងទារប្រាក់ពីហាងនេះច្រើនជាង5លានឡើងទៅនាងពិតជាគួរឲ្យចង់សំណើចមែនឯងគ្រាន់តែក្រឡេកមើលមួយភ្នែកសូម្បីតែវាតម្លៃក៏អត់ផងឯងមិនក៏មិនទៅប្លន់យកមកទៅចុះមិនដែរឯងមានរឿងអីថៅកែអ្នកទាំងពីរមិនព្រមបង់ថ្លៃវាតម្លៃទេទារសំណងពីពួកគេមកបើមិនសងទេឲ្យសន្តិសុខវាបំបែកមាត់នាងទៅឯងជាថៅកែមែនទេឯងចង់បង់លុយទេក្មេងប្រុសឯងនិយាយត្រូវហើយឯងជាគ្រូជំនាញវាតម្លៃរបស់ហាងនេះមែនទេខ្ញុំចង់ប្រកួតសមត្ថភាពវាតម្លៃជាមួយឯងបើខ្ញុំចាញ់មិនត្រឹមតែថ្លៃវាតម្លៃ 10000 នោះទេសូម្បីតែថ្លៃសុំទោសស្រូប20000ក៏ខ្ញុំសងដែរយល់យ៉ាងម៉េចដែរក្មេងប្រុសឯងពិតជាគួរឲ្យចាប់អារម្មណ៍មែនគ្រូមែននៅទីក្រុងយ៉ានឆេងពួកយើងគឺជាគ្រូជួសជុលល្បីឈ្មោះម្នាក់ណាឯងហ៊ានប្រកួតជាមួយគាត់ហោះឈ្នះឬចាញ់ប្រកួតទៅដឹងសួរថាគាត់ហ៊ានឬអត់ហ្មងទៅបងសិនមិនក៏បងទៅភ្នាល់ជាមួយពួកវាអញ្ចឹងប្រសិនបើចាញ់គឺដល់ទៅ210,000ឯណោះបើអញ្ចឹងយើងបោះបង់ទៅឲ្យពួកគាត់10000ទៅគឺសាងសង់បានហើយតាមពិតអ្នកស្រីមិនបាច់ទេប៉ុន្តែបងអត់មានបទពិសោធន៍ជួសជុលគ្រឿងអលង្ការតតែសោះចុះយើងមិនចាញ់ប្រកាសហើយមែនទេប្រសិនបើពេលនេះសំណាងនៅខាងខ្ញុំបើអ្នកចង់ប្រកួតគឺបានប៉ុន្តែខ្ញុំនិយាយទុកជាមុនបើរបស់ដែលឯងជួសជុលមិនល្អដូចខ្ញុំគឺឯងចាញ់ហើយគាត់មិនដែលជួសជុលរបស់អីផងមិនហ៊ានប្រកួតជាមួយគ្រូម៉ែទេនេះឯងគឺជាអ្នកជំនាញពិតមែនពិតជាខ្លាំងមែនតែនខ្ញុំលើកពេលនេះគ្រប់គ្រងលោកគ្រូម៉ែឲ្យឈ្នះខ្ញុំក៏គ្រប់គ្រងលោកគ្រូម៉ែឲ្យឈ្នះដូចគ្នាបានឬទេអាល្អិតតម្លៃខ្លួនរបស់ខ្ញុំខ្ពស់ប៉ុណ្ណាប្រសិនបើឯងដកដៃលើនេះគឺនៅទាន់ពេលប៉ុន្តែគ្រាន់តែ 10000 ប៉ុណ្ណោះប្រសិនបើចាប់ផ្ដើមហើយនោះគឺ 210,000 ឯណោះឬក៏ច្រើនជាងនេះទៅទៀតចុះបើឯងចាញ់វិញនៅទីក្រុងយ៉ានឆេងនេះខ្ញុំប្រកួតជួសជុលវត្ថុបុរាណជាមួយអ្នកណាក៏ដោយគឺមិនដែលស្គាល់ពាក្យថាចាញ់ឡើយឯងពិតជាស្វែងរកការជិះចាប់មែនទែនហើយឯងប្រកាសជាចាញ់ជាមិនខានប៉ុន្តែតាំងពីឯងសួរមកបែបនេះប្រសិនបើខ្ញុំចាញ់វិញខ្ញុំនឹងឲ្យលុយឯងទ្វេដងព្រមទេនៅមិនទាន់គ្រប់គ្រាន់ទេប្រសិនបើអ្នកចាញ់ខ្ញុំចង់ឲ្យអ្នកសងខ្ញុំ5លានអាល្អិតនេះជាអ្នកណាគេសោះបានជាហ៊ានអួតអាំងម្លេះនឹងហើយគ្រាន់តែជាការប្រកួតមួយសោះមិនក៏គេហ៊ាននិយាយបែបនេះទៅកើតពិតជាមិនទាន់ឆ្លងកាត់ការអប់រំពីសង្គមមែនអាល្អិតឯងឈួតហើយឬគ្រាន់តែប្រាប់មកថាហ៊ានប្រកួតឬអត់ក្នុងពេលដែលឯងហ៊ានលេងបែបនេះខ្ញុំនឹងលេងជាមួយដល់ទីបញ្ចប់តើក្នុងទីនេះមានអ្នកណាត្រូវការជួសជុលវត្ថុបុរាណឬក៏ខូចខាតទ្រឹបទ្រំខ្លាំងទេខ្ញុំអាចជួសជុលបានទាំងអស់អាល្អិតនេះមានទំនុកចិត្តលើខ្លួនឯងម្លេះនឹងហើយមានក្នុងបង្អែករឹងមាំម្លេះខ្ញុំចង់ដឹងណាស់ពួកអ្នកទាំងពីរអ្នកនេះប្រសិនបើអ្នកណាអាចជួសជុលវាបានល្អហើយប្រើពេលតិចបំផុតនោះខ្ញុំនឹងទទួលស្គាល់ថាគេជាអ្នកជំនាញជួសជុលលេខ1នៅទីក្រុងយ៉ានឆេងមនុស្សថោកទាបនេះពិតជាបង្កបញ្ហាឲ្យខ្ញុំមែនការចង់ជួសជុលការខូចខាតកម្រិតនេះគឺពិបាកខ្លាំងណាស់ពួកយើងអ្នកណាជាអ្នកមុនគេឡខ្ញុំអាចប្រើពេលត្រឹមតែ10 វិនាទីដើម្បីជួសជុលវាឲ្យល្អឡើងវិញឯងនិយាយរឿងស្អីពីដើមមកហ្នឹងសម្រាប់ការខូចខាតកម្រិតនេះយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល5ទៅ10ម៉ោងដែរឯងចេះតែអួតនឹងមិនចេះព្រៀងទុកសោះឬប្រសិនបើឯងអាចធ្វើវាបានខ្ញុំផ្ទាល់នឹងឲ្យលុយឯងបន្ថែម1លានទៀតគ្មានបញ្ហាទេចាប់ផ្ដើមជួសជុលអូនេះជាស្អីទៅវិញហ្នឹងធ្វើបានពិតមែនតើពិតជាមិនគួរឲ្យជឿសោះពួកយើងថ្ងៃនេះពិតជាបានឃើញតបភ្នែកនៅវត្តមានរបស់អច្ឆរិយជនផ្នែកជួសជុលម្នាក់មិនដឹងអីទេបានជាគាត់ហ៊ាននិយាយអួតអាងបែបនេះអ្វីទាំងអស់នេះគឺសុទ្ធតែមកពីសមត្ថភាពពិតសមត្ថភាពជួសជុលរបស់អាល្អិតនេះគឺលើកខ្ញុំទៅទៀតនឹកស្មានមិនដល់ថាគេជាអច្ឆរិយជនផ្នែកជួសជុលសោះមនុស្សបែបនេះខ្ញុំមិនដែលឃើញពីមុនមកសោះបងឆងមិននឹកស្មានសោះថាបងខ្លាំងម្ល៉េះសូម្បីតែផ្នែកវិតម្លៃវត្ថុបុរាណក៏មានទេពកោសល្យខ្លាំងដែរមិនផ្លែកចិត្តទេបានជាអាចដាំពេញប៉ោះនៅផ្ទះខ្ញុំឲ្យល្អបានឥឡូវបានឃើញពីសមត្ថភាពរបស់បងឆងហើយឬនៅពិតជាសង្ហាខ្លាំងណាស់នៅក្នុងភូមិពួកយើងពិតជាក្តីសង្ឃឹមខ្លាំងណាស់លោកគ្រូម៉ែលោកបានសន្យាហើយគួរតែគោរពតាមសន្យាផងមិននឹកស្មានសោះថាថ្ងៃនេះខ្ញុំបានឃើញការលេចក្រាន់ឡើងនៅអច្ឆរិយជនផ្នែកជួសជុលម្នាក់អនាគតរបស់អ្នកគឺមិនអាចវាស់ស្ទង់បានឡើយខ្ញុំពិតជាគ្រប់គ្រងអ្នកខ្លាំងណាស់បើកូនទទួលលុយរបស់អ្នកមកខ្ញុំនឹងផ្ទេរលុយឲ្យអ្នកបាទចាសល្អណាស់មកទទួលបានប្រាក់ចំនួន600,000 យន្តការសម្ដែងរបស់អ្នកនេះក៏មិនអាក្រក់ដែរអាល្អិតនេះចេះសរសើរគេឬអត់ទេមិនក៏សម្ដែងនឹងស្ដាប់ទៅដូចជាកំពុងឌឺខ្ញុំទៅវិញទៅឥឡូវនេះចុះអូនតូចខ្ញុំត្រូវទៅទិញម៉ូតូអគ្គិសនី2គ្រឿងឯងទៅជាមួយខ្ញុំណាគ្មានបញ្ហាទេស្អីគេពេលមុនពេលខ្ញុំឯងធ្វើការលក់ឡាននៅហាងឡានចាំបន្តិចទៀតជួយរើសមួយគ្រឿងឲ្យខ្ញុំបានទេគ្មានបញ្ហាទេបងឆុងប៉ុន្តែឡានសុទ្ធតែជាឡានទំនើបឯងប្រកាសជាចង់ទិញមែនទេដឹងហើយនឹងឥឡូវខ្ញុំមានលុយហើយមិនបាច់បារម្ភរឿងលុយទេគ្មានបញ្ហាទេបងឆុងឥឡូវខ្ញុំនឹងទៅរើសជូនបងភ្លាមឡឯងធ្វើស្អីហ្នឹងឯងមកប៉ះគេធ្វើស្អីឯងមានលទ្ធភាពទិញស្អីគេឯងចង់មានន័យម៉េចទីកន្លែងនេះមិនមែនជាកន្លែងមិនមែនសម្រាប់ឯងមកឈៀវ
កាត់អីឡើងមិញនេះខ្ញុំទៅតែពេញចិត្តឡើងមួយគ្រឿងនេះហើយក៏ចង់មកសាកល្បងមើលនឹកស្មានមិនដល់ថាខ្ញុំមិនបានសួររឿងហ្នឹងទេខ្ញុំចង់និយាយថាគេទៅតែវាអីមែនទេហេតុអ្វីមិនទៅវិញខ្ញុំគិតថាពួកយើងមកទិញឡានរឿងច្រើនស៊ូទាស់តិចល្អជាងខ្ញុំក៏មិនចង់បង្កការលំបាកដល់បងឆុងដែរដូច្នេះទៅខ្ញុំមិនបានទៅវិញទេមិននឹកស្មានថាមានរឿងបែបនេះកើតឡើងសោះពិតជាគួរឲ្យស្អប់ណាស់មិនអីទេបងឆុងខ្ញុំអត់មានរងរបួសអីបន្តិចសោះឈៀវរឿងបែបនេះតែងតែកើតឡើងជានិច្ចពិតជាគួរឲ្យស្អប់ណាស់មិនអីទេបងឆុងខ្ញុំមិនបានរងរបួសសូម្បីតែបន្តិចឈៀវពួកយើងចេញមកទោះបីជាមិនបានបង្កបញ្ហាក៏ដោយតែអ្នកដទៃជាអ្នកបង្កបញ្ហាពួកយើងថ្ងៃក្រោយបានឬទេដឹងហើយចុះពួកអ្នកឯងមិញនេះកើតរឿងអ្វីឡើងមិញនេះខ្ញុំចង់មកសាកល្បងសមត្ថភាពរបស់រថយន្តនេះឃើញខ្ញុំស្លៀកពាក់មិនសមរម្យខ្ញុំទៅតែមិនទាន់បានសាកបើករថយន្តនេះផងគាត់ក៏រុញខ្ញុំបាត់ទៅហើយបងប្រុសទីនេះជាកន្លែងស្អីដឹងទេហ៊ានមកបង្ករឿងនៅទីនេះឃើញមុខអ្នកឯងចង់ងាប់ហើយថ្ងៃនេះអ្នកឯងញ៉ាំថ្នាំខុសទម្រង់ហើយតើពួកយើងមកទិញរថយន្តដោយស្មោះស្ម័គ្រឥរិយាបថរបស់អ្នកបែបហ្នឹងមិនដែរត្រឹមតែពួកអ្នកពីរនាក់ហោះមកទិញរថយន្តដឹងទេថារថយន្តទាំងនេះតម្លៃប៉ុន្មានយ៉ាងហោចណាស់ក៏រាប់សែនឬដល់លានដែរមានលទ្ធភាពទិញទេខ្ញុំមើលទៅពួកអ្នកគឺគ្រាន់តែមកមើលម៉ូតូអគ្គិសនីមួយទឹកក្តីបើអ្នកចង់ទិញម៉ូតូអគ្គិសនីចេញពីទ្វារទៅឆ្វេងដៃទៅល្អជាងប្រកាសជាម៉ាត់នឹងមានន័យថាម៉េចមើលងាយមនុស្សមែនទេគឺមើលងាយនឹងឯងចោះមិនដែរពួកយើងមិនមែនមកទិញម៉ូតូអគ្គិសនីស្អីទេពួកយើងមកទិញរថយន្តនេះឯងមានលទ្ធភាពទិញទេថែមទាំងទិញរថយន្តទៀតមើលសម្លៀកបំពាក់ក្រីក្ររបស់អ្នកចោះធ្វើអីហ្នឹងខ្ញុំបង្ហាញសំទោលឲ្យវេឆាតឲ្យមើលឃើញទេមានលុយច្រើនប៉ុណ្ណឹងមែនតើឥឡូវជឿហើយមែនទេថាពួកយើងមកទិញឡានជឿឥឡូវនេះជឿជាក់មែនទែនហើយខ្ញុំមើលទៅអ្នកទាំងពីរពិតជាថៅកែធំមែនប្រកាសជាប្រភេទអាចទិញឡានក្រហមប្រណិតជាក់ជាមិនខានចង់ទិញឡានអីដែរខ្ញុំប្រកាសជាណែនាំឲ្យបានល្អឈៀវឆេងមិញនេះប្អូនឃើញឡានពីរគ្រឿងណាខ្លះគឺឡានធំពីរគ្រឿងនឹងហើយភ្នែកមើលមិនខុសទេម្ចាស់ហាងនេះពិតជាមានភ្នែកមើលរបស់ល្អមែនឡាននេះគឺជាម៉ូដែលថ្មីដែលទើបតែមកដល់តម្លៃសមរម្យហើយគុណភាពខ្ពស់ខ្លាំងណាស់សំសួរនឹងឋានៈរបស់លោកទាំងពីរណាស់ម្ចាស់ហាងញឹមបិទមាត់មិនជិតឡើយធូរស្រាលឬក៏គិតថាក្បាច់នៅលើផ្លែរបស់ខ្ញុំមិញនេះមិនបានតាក់ទាញទេឈៀវតើចង់សាកល្បងញ៉ាំទៀតទេខ្ញុំបានសាកឡានហើយសាកអីគេអីចឹងយើងទៅចុះយើងទៅមើលហាងផ្សេងទៀតសិនទៅគុំតន់ទៅឡាននេះពិតជាល្អមែនសាកបើកមើលសិនទៅឡាននេះពិតជាល្អមែនសាកបើកមើលសិនទៅបើមិនចង់សាកបើកឡានពិតមែនក៏បានដែរតែពួកយើងចំណាយពេលយូរប៉ុណ្ណឹងហើយយ៉ាងហោចណាស់ក៏ត្រូវឲ្យថ្លៃពលកម្មខ្ញុំបន្តិចដែរថ្លៃពលកម្មអីហ្នឹងគឺអ្នកឯងទេតើដែលចេះតែរករឿងគ្មានឈប់ឈរថែមទាំងទារប្រាក់ខែពេលពីពួកយើងទៀតគ្មានយុទ្ធធរអីសោះទាមទារក៏មិនច្រើនប៉ុន្មានដែរត្រឹមតែ1 លានហ្នឹងមិនមែនជាប្រាក់តិចតួចទេអាចទៅបានហើយតាមពិតមកទារលុយសោះទារលុយគ្មានទេកូនកញ្ញោឯងត្រូវគិតឲ្យច្បាស់លាស់ណាខ្ញុំប្រាប់ឲ្យដឹងណាបើមិនព្រមបង់លុយទេពួកឯងចេញពីទីនេះមិនរួចទេចង់ចេញទៅណាស់មែនទេមិនប្រកាសថាត្រូវបានគេសែងទេឬមួយក៏ត្រូវបានគេស្មារទៅវិញបោះវាចេញមិនឲ្យទេតតែអ្នកសង្លុយ1 លានជាថ្លៃពលកម្មមកវិញឯងចង់ធ្វើស្អីឲ្យងប់អីពេលនេះមានលុយច្រើនម្លេះចុះខ្ញុំអាចបណ្ដោយឲ្យតិចចេញទៅងាយបើមិនអីចឹងទេខ្ញុំខាតបងស្អីជាងនឹងទៀតខ្ញុំត្រូវតែទៅរកបងប្រុសហើយរឿងពីមុនមិនបាច់និយាយទេផ្នែកខាងបងឡើងខ្ញុំយកចំណែកតិចតួចក៏បានដែរខ្ញុំមិនចង់ឃើញមុខពួកវាសោះធ្វើបាបពួកយើងច្រើនណាស់អាល្អិតឯងចង់រត់ទៅណាខ្ញុំទៅហៅមនុស្សមកវិញហើយបងថងបើមិនអីចឹងទេពួកយើងគួរតែត្រឡប់ទៅមុនសិនម្ចាស់ហាងនោះមិនមែនជាមនុស្សល្អមកខ្លៅទេប្រសិនបើគាត់មករកមនុស្សពិតមែនវាពួកយើងតើយើងគួរធ្វើម៉េចកុំបារម្ភអីប្រសិនបើគាត់នៅតែឆ្លាតបន្តិចគឺគួរតែប្រកបបរកស៊ីស្ងាត់របស់គាត់ទៅកុំមកបង្ករឿងរកពួកយើងទៀតប៉ុន្តែបើគាត់នៅតែមិនដឹងខុសតតែសោះកុំបន្ទោសខ្ញុំឲ្យសោះតែដៃមិនស្រទន់ពេលនេះអាល្អិតនេះពិតជាហ៊ាននាំមនុស្សមកមែនស្ដាប់ចុះមិញនេះឯងខ្លាំងពូកែណាស់មិនអីចឹងឥឡូវសាកខ្លាំងឲ្យខ្ញុំមើលម្ដងទៀតមើលឯងប្រកាសហើយឬបើខ្ញុំចាប់ផ្ដើមខ្លាំងឡើងវិញមនុស្សដែលឯងនាំមកទាំងនេះគឺនៅខ្សោយពេកហើយបើខ្ញុំចង់កម្ចាត់ពួកវាគឺងាយស្រួលបំផុតបើមិនអីចឹងទេឲ្យមេរៀនបន្តិចសិនចុះចាំគិតបន្តអាល្អិតអើយហ៊ានប្រឆាំងនឹងបងហ៊ីវឯងពិតជាមិនចង់រស់ទៀតហើយមែនទេបងប្អូនទាំងអស់គ្នាឡើងវាកម្ចាត់វាឲ្យងាប់ឯងវាគ្នាមិនទាន់បានស្អីផងអាអំបូរចង្រៃនេះឯងប្រើក្បាច់គុណអីហ៎មិនក៏យូរយ៉ាងនេះហើយកម្លាំងបាយរបស់គេខ្លាំងម្ល៉េះត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះអាចដួលបងប្អូនយើងពាក់កណ្ដាលទៅហើយគេពិតជាមានជំនាញវាយតបពូកែខ្លាំងណាស់បងប្អូនឲ្យបងប្អូនឡើងមកជាមួយខ្ញុំចាប់អាល្អិតនេះឲ្យបានទៅវាឲ្យខ្ទេចទៅពិតហើយទុកដង្ហើមឲ្យវាបន្តិចផងកុំវាឲ្យងាប់អីបងឆាន់តើខ្ញុំត្រូវទូរស័ព្ទប្តឹងប៉ូលីសទេមិនបាច់ទេខ្ញុំដោះស្រាយបានឈប់ដៃទាំងអស់គ្នា
បងប្រុសមិនក៏បងមកទីនេះមិញនេះគឺអាឡអិតម្នាក់នេះហើយតែបង្ករឿងនៅទីនេះបងប្រុសមិនក៏បងវាយខ្ញុំមនុស្សដែលបង្ករឿងគឺឯងនឹងឯងតែឯងដឹងទេថាគាត់ជានរណាហ៊ានបង្ករឿងនៅទីនេះទោះជាគាត់វាកំចាត់ទីនេះក៏ពួកយើងមិនអាចនិយាយអីបានដែរគាត់ជានរណាគេទៅហើយគាត់ថាបងឡើងទៅបងឆងហើយខ្ញុំថាជាវឡើងទៅក៏បានបងឆងហើយខ្ញុំថាជាវឡើងទៅក៏បានឯងស្គាល់ខ្ញុំទេស្គាល់បងហៅបានប្រាប់ពួកបងប្អូនរួចអស់ហើយថាអ្នកក៏ជាបងប្អូនរបស់គាត់ដែរដូច្នេះហើយពួកយើងមិនត្រូវប្រមានអ្នកជាដាច់ខាតគ្រាន់តែមិននឹកស្មានថានឹងមានរឿងបែបនេះកើតឡើងទេមើលទៅបងហៅប្រហែលជាបានអប់រំពួកវាហើយនេះហើយជាលទ្ធផលជើងរបស់អ្នកយ៉ាងម៉េចដែរហើយតើវាខូចដោយសារអ្វីអរគុណបងឆងដែលបានបារម្ភជើងមួយនេះគឺជារបួសចាស់តាំងពីយូរណាស់មកហើយគឺត្រូវបានកិនបាក់កាលពីមុនមកចាប់តាំងពីពេលនោះមកខ្ញុំក៏រស់នៅទីនេះបងហៅគឺល្អចំពោះពួកយើងខ្លាំងណាស់ពួកយើងក៏ដឹងគុណគាត់ខ្លាំងណាស់ដែរប្រសិនបើគ្មានជំនួយពីបងហៅទេពួកយើងជាបងប្អូនក្រុមនេះគឺគ្មានផ្លូវរស់យូរហើយមិននឹកស្មានថាចុងក្រោយបែរជាមនុស្សចិត្តល្អម្នាក់ទៅវិញឯងកំពុងធ្វើស្អីហ្នឹងបងឆងឲ្យសុំមេត្តាជីវិតខ្ញុំផងគឺដោយសារខ្ញុំគ្រប់គ្រងកូនចៅមិនបានល្អទើបមានរឿងបែបនេះកើតឡើងខ្ញុំដឹងថាខុសហើយឯងកំពុងធ្វើស្អីហ្នឹងពេលក្រោយខ្ញុំប្រកាសជាគ្រប់គ្រងពួកគេឲ្យបានល្អនិងមិនឲ្យមានរឿងបែបនេះកើតឡើងទៀតទេសង្ឃឹមថាបងឆងជួយរក្សាជើងខ្ញុំខាងផងតើចង់ឲ្យខ្ញុំធ្វើអីខ្ញុំសុខចិត្តទាំងអស់រួយប៉ុន្តែទីនេះមិនមែនជាកន្លែងនិយាយគ្នាទេតើអ្នកមានការិយាល័យអីនៅទីនេះទេបាទឆៃហងអូយខ្ញុំនាំអ្នកនឹងសៅសេទៅជាមួយគ្នាសូមអញ្ជើញចូលក្នុងបងសងសូមអញ្ជើញអង្គុយជើងរបស់អ្នកនេះចង់ជាសះស្បើយទាំងស្រុងគឺគ្មានសង្ឃឹមហើយមែនទេវេជ្ជបណ្ឌិតក៏បានប្រាប់ដែរគឺពិតជាគ្មានសង្ឃឹមមែនខ្ញុំបានជ្រើសរើសបោះបង់ចោលហើយបើអីចឹងក្នុងរយៈពេលនេះអ្នកត្រូវតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នបន្តិចហើយបងសងពាក្យសម្ដីរបស់អ្នកមួយម៉ាត់នេះមានន័យយ៉ាងម៉េចដែរបងក៏រំពឹងថាអ្នកនឹងជាសះស្បើយឡើងវិញដែរដើម្បីបន្តប្រយុទ្ធឲ្យគាត់ទៅទៀតបងសងអ្វីដែលអ្នកចង់និយាយគឺជើងដែលបាក់របស់ខ្ញុំនេះថាតើនៅអាចសម្រួលបានទៀតទេប្រសិនបើខ្ញុំនិយាយថាជើងរបស់អ្នកនេះនឹងជាសះស្បើយឡើងវិញយ៉ាងលឿននោះឆាប់ប៉ុណ្ណាទៅទោះបីជាខ្ញុំត្រូវផឹកថ្នាំបុរាណពេញមួយឆ្នាំក៏ខ្ញុំសុខចិត្តដែរ5នាទីខ្ញុំអាចធ្វើឲ្យជើងទាំងពីររបស់អ្នកជាសះស្បើយដូចដើមវិញបានហើយវាជាការជាសះស្បើយដែលគ្មានផលវិបាកអ្វីទាំងអស់បងសងអ្វីដែលអ្នកនិយាយនឹងពិតមែនទេគឺមិនអាចទៅរួចទេឡើងទៅរាជធានីវីស្កូ100ថ្ងៃឯណោះគោលការណ៍នេះខ្ញុំដឹងច្បាស់ណាស់ម្យ៉ាងទៀតវេជ្ជបណ្ឌិតក៏បាននិយាយដែរថាជើងដែលបាក់របស់ខ្ញុំនេះគឺមិនអាចឈរឡើងវិញបានទៀតទេបងឆងអ្នកកុំលេងសើចជាមួយឈៀវឡានអីខ្ញុំគ្មានហេតុផលអ្វីត្រូវលេងសើចជាមួយអ្នកទេខ្ញុំពិតជាអាចព្យាបាលជើងរបស់អ្នកឲ្យជាបានមែនឥឡូវនេះអ្នកមានតែជំរឿជឿជាក់លើខ្ញុំប៉ុណ្ណោះក៏គ្មានវិធីផ្សេងទៀតដែរយល់ទេបងឆងជើងដែលបាក់របស់គាត់នេះគឺជារបួសចាស់បុរាណទៅហើយសូម្បីតែវេជ្ជបណ្ឌិតក៏និយាយថាគ្មានឱកាសព្យាបាលបានដែរតើអ្នកពិតជាមានទំនុកចិត្តមែនទេទើបអាចធ្វើឲ្យគាត់ឈរឡើងវិញបាននឹងជាការពិតហើយខ្ញុំក្រៅពីបង្កើតភាពអស្ចារ្យគឺគ្មានសមត្ថភាពអ្វីផ្សេងទៀតទេមិញនេះនៅហាងជួសជុលហ្គួនតើអ្នកក៏បានឃើញភាពអស្ចារ្យកើតឡើងដែរមែនទេបាទចាសោះយោងតាមសមត្ថភាពពិសេសរបស់បងឆងប្រហែលជាពេលដែលគាត់ចេញដៃជើងដែលបាក់របស់អ្នកប្រហែលជាពិតជាអាចជាសះស្បើយឡើងវិញមែនអរគុណបងឆងចុះឥឡូវនេះខ្ញុំគួរធ្វើដូចម្ដេចតើចាប់ផ្ដើមព្យាបាលឥឡូវនេះមែនទេមកអង្គុយចុះមកបាទពេលបន្តិចទៀតពេលខ្ញុំចាក់ចូលព្យាបាលអ្នកពិតជាហាមកម្រើកដាច់ខាតត្រូវតែរងចាំរហូតតតែខ្ញុំកំចូលចេញសិនបានអ្នកអាចកម្រើកបានខ្ញុំយល់ហើយបងឆងជើងមានអារម្មណ៍ឡើងវិញហើយបងឆងខ្ញុំប្រាប់កុំឲ្យកម្រើកបាទប្រសិនបើអ្នកនៅតែបន្តកម្រើកទៀតផលវិបាកគឺត្រូវទទួលខុសត្រូវខ្លួនឯងហើយមិនប្រកាសថាអាចនឹងធ្វើឲ្យអ្នកពិការពេញមួយជីវិតខ្ញុំមិនកម្រើកទេសាកល្បងមើលបងឆងបំណងរបស់បងឆងគឺចង់ឲ្យជើងដែលបាក់របស់អ្នកឈរឡើងហើយសាកល្បងមើលជើងរបស់ខ្ញុំជាហើយហេតុដូចម្តេចបានជាអាចទៅរួចបែបនេះបងឆងជំនាញវិទ្យាសាស្ត្ររបស់អ្នកពិតជាអស្ចារ្យខ្លាំងណាស់បងសងទេគ្រូពេទ្យទេវតាខ្ញុំសូមចាប់ពីពេលនេះទៅអ្នកគឺជាឪពុកម្ដាយបង្កើតទី2របស់ខ្ញុំហើយប្រសិនបើមិនបានជួបអ្នកទេជីវិតខ្ញុំក្នុងជាតិនេះនឹងមានតែវាសនាខ្លាចជាមនុស្សខ្វិនជីវិតក៏គ្មានក្តីសង្ឃឹមអ្វីទៀតដែរគឺអ្នកហើយដែលបានផ្ដល់ក្តីសង្ឃឹមក្នុងជីវិតដល់ខ្ញុំបានហើយកុំធ្វើអញ្ចឹងអីបងសងខ្ញុំចាំបាច់ត្រូវតែអរគុណអ្នកយ៉ាងខ្លាំងក្នុងកាតនេះគឺលុយ3លានដែលខ្ញុំរកស៊ីបានសន្សំទុកក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថវិកាទាំងនេះគឺជាទឹកចិត្តរបស់ខ្ញុំអ្នកពិតជាត្រូវតែទទួលយកវាប្រសិនបើអ្នកមិនព្រមទទួលយកទេបើអីចឹងខ្ញុំចេញទៅក្រៅឲ្យឡានបុកងាប់ល្អជាងទោះបីជាបងជួយខ្ញុំក៏គ្មានប្រយោជន៍អីដែរក្មេងនេះហ៎ខ្ញុំជួយឯងព្រោះខ្ញុំចង់ជួយដោយស្មោះមិនមែនចង់បានផលប្រយោជន៍ពីឯងទេថ្ងៃក្រោយទៅកុំធ្វើរឿងខុសច្បាប់បែបនេះទៀតឲ្យសោះឯងនៅមានបងប្អូនជាច្រើនត្រូវចិញ្ចឹមទៀតយកនេះទៅ
បងឆងយកទៅខ្ញុំមានជើងពីការម្ខាងនេះអាចរស់រានមានជីវិតដល់សប្តាហ៍នេះឥឡូវជើងខ្ញុំជាសះស្បើយហើយខ្ញុំប្រកាសជាអាចបង្កើតភាពអស្ចារ្យម្ដងទៀតបានជាមិនខានមែនហើយបងឆងមិនមែនបងនឹងសេសមកទិញឡានទេហ្គេការ៉ាសឡានផ្ទាល់ខ្លួនរបស់ខ្ញុំសុទ្ធសឹងតែជាឡានល្អបងរើសតាមចិត្តចុះបានហើយក្នុងពេលដែលឯងនិយាយបែបនេះទៅហើយចឹងខ្ញុំក៏មិនក្រែងចិត្តដែរប៉ុន្តែថ្ងៃក្រោយទៅត្រូវប្រយ័ត្នប្រយែងខ្លួនឲ្យមែនទែនកុំធ្វើរឿងខុសច្បាប់បែបហ្នឹងទៀតខ្ញុំទុកចិត្តឯងហើយជឿជាក់លើខ្ញុំចុះបងឆងខ្ញុំយល់ហើយខ្ញុំប្រកាសជាមិនធ្វើវាទៀតទេល្អបើអីចឹងពួកយើងសុំលាសិនហើយបងឆងឯងធ្វើស្អីហ្នឹងបងឆងសុំទោសខ្ញុំដឹងខ្លួនថាខុសហើយគឺខ្ញុំទេដែលមិនចេះគិតប្រមាថដល់បងសូមបងអត់ទោសឲ្យជីវិតខ្ញុំផងខ្ញុំមានតែម្ដាយចាស់មានតែកូនក្មេងត្រូវមើលថែឯងកំពុងធ្វើរឿងស្អីហ្នឹងតាំងពីពេលណាមកដែលខ្ញុំនិយាយថាចង់យកជីវិតឯងនោះបានហើយឯងអាចទៅវិញបានហើយបងឆងឲ្យសូមអត់ទោសជីវិតឲ្យខ្ញុំផងខ្ញុំដឹងកំហុសពិតមែនហើយបងឆងខ្ញុំថាឯងពិតជាខួរក្បាលមានបញ្ហាហើយបងឆងបើអីចឹងគឺយោងទៅតាមអ្វីដែលឯងទើបតែនិយាយមិញនេះសងលុយសំណងជាមួយចិត្តខ្ញុំ1 លានចុះយកព្រមអត់គឺរួចរាល់គ្នាតែម្ដងខ្ញុំផ្ទេរប្រាក់ឲ្យបងឆងឥឡូវនឹងហើយផ្ទេររួចហើយបានហើយពួកយើងរួចរាល់ដាច់ស្រឡះពីគ្នាហើយឯងក៏មិនបាច់លុតជង្គង់ទៀតដែរចង់ទៅណាទៅចុះបងឆងអើយពេលនេះទៅខ្ញុំសូមដើរតាមបងហើយសង្ឃឹមថានឹងបានធ្វើជាកូនចៅរបស់បងឆងអើយឲ្យខ្ញុំធ្វើជាកូនចៅបងទៅបានទេខ្ញុំមានបំណងប្រាថ្នាតែប៉ុណ្្នឹងឯងសូមអង្វរបងចុះឯងជាម្ចាស់ហាងលក់ឡានមួយមានទ្រព្យសម្បត្តិនិងឋានៈខ្ពស់ហេតុអីបានជាចង់មកធ្វើជាកូនចៅខ្ញុំទៅវិញមិនមែនជាការលេងសើចទេបងជឿជាក់ចុះខ្ញុំជឿលើការវាតម្លៃរបស់ខ្ញុំឲ្យតែបងឆងយល់ព្រមឲ្យខ្ញុំដើរតាមបងខ្ញុំប្រកាសជាខិតខំធ្វើការឲ្យបានល្អក៏បានតើបើអីចឹងចាំឯងមកបើកឡានឲ្យខ្ញុំចុះបាទល្អណាស់អរគុណបងឆងអាឡូមិនបាច់ទេខ្ញុំមានឡានខ្លួនឯងផ្ញើទីតាំងមកឲ្យខ្ញុំមកចាំបន្តិចទៀតខ្ញុំទៅទីនោះខ្លួនឯងបាទចាស់សបានហើយខ្ញុំផ្ញើទីតាំងទៅក្នុងទូរស័ព្ទបងហើយក្មេងប្រុសមួយសន្ទុះទៀតជូនខ្ញុំទៅភូមិឆៃងហួសិនរួចចាំជូនខ្ញុំទៅសន្តាគារធំយ៉េងជេបាទចាស់សតោះពួកយើងទៅជុំវិញសូមស្វាគមន៍វត្តមានអស់លោកអ្នកដែលបានអញ្ជើញមកចូលរួមការប្រកួតប្រជែងថ្ងៃនេះភាពខុសគ្នាបន្តិចបន្តួចពីច្បាប់ពីមុនមកគឺការប្រកួតប្រជែងរបស់យើងនឹងត្រូវបែងចែកជា3ជុំការប្រកួតនេះនឹងបែងចែកជា3ជុំគ្រួសារដែលឆ្លងកាត់ទាំង3ជុំនឹងក្លាយជាគ្រួសារអ្នកជំនាញថ្មត្បូងលំដាប់ទី1ក្នុងខេត្តខាងត្បូងរបស់យើងនេះជាការផ្ដល់រង្វាន់ផ្ទាល់ពីអភិបាលខេត្តរបស់យើងក្រៅពីនេះថែមទាំងទទួលបានប្រាក់500លានសូម្បីតែអ្នកវិតម្លៃថ្មត្បូងរបស់គ្រួសារក៏នឹងទទួលបានប្រាក់សុទ្ធ100លានដែរព្រមទាំងក្លាយជាអនុប្រធានសមាគមថ្មត្បូងផងដែរលោកឆាវការប្រកួតថ្មត្បូងលើកនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គ្រួសារហ៊ួនខ្ញុំសូមពឹងពាក់លើលោកហើយគ្រួសារហ៊ួនមែនទេការប្រកួតថ្មត្បូងលើកនេះប្រកាសជាគ្រួសារហ៊ួនរបស់ពួកលោកចាញ់អស់ហើយហាការប្រកួតថ្មត្បូង2លើកមុនគ្រួសារហ៊ួនរបស់ពួកលោកសុទ្ធតែចាញ់លើកនេះក៏គ្មានអ្វីត្រូវសង្ស័យដែរពួកលោកមិនបាច់ចូលរួមទេត្រឡប់ទៅផ្ទះវិញប្រសើរជាងកុំមកខ្មាស់អៀនគេនៅទីនេះទៀតអីពួកវាធ្លាប់សាំនឹងការខ្មាស់អៀនទៅហើយបន្ថែមមួយដងទៀតក៏មិនអីដែររ៉េងថេងវិញមិនទាន់បានជ្រើសរើសទេពួកលោកកុំទាន់អាល់អខ្លាំងពេកខ្ញុំប្រាប់ឲ្យដឹងលើកនេះខ្ញុំបានអញ្ជើញអ្នកជំនាញផ្នែកវិតម្លៃថ្មត្បូងដែលខ្លាំងជាងគេក្នុងខេត្តខាងត្បូងមកហើយលើកនេះពួកលោកប្រកាសជាត្រូវជំរុះចេញមិនខានថាតើនេះជាអ្នកជំនាញវិតម្លៃតែគ្រួសារហ៊ួនរបស់ពួកលោកអញ្ជើញមកមែនទេក្មេងប្រុសម្នាក់នេះមានសមត្ថភាពអ្វីទៅខ្ញុំស្មានថាគេក៏មកធ្វើឲ្យគ្រួសារហ៊ួនរបស់ពួកលោកគួរឲ្យខ្មាស់គេណាស់មែនហ៎បើខ្ញុំ3ជុំសុទ្ធតែឲ្យភាគីត្រកូលហ៊ួនឈ្នះហ៎បើអ្នកអាចឈ្នះ1ជុំខ្ញុំហ៊ានភ្នាល់ជាមួយឯង10លានបើឈ្នះទាំង3ជុំខ្ញុំនឹងយកទ្រព្យសម្បត្តិក្រោមឈ្មោះខ្ញុំ1/3ទេកម្មសិទ្ធិឲ្យឯងទាំងអស់ទាំងខ្ញុំដែរខ្ញុំក៏ភ្នាល់លើជេងជូយ៉ាងដែរការភ្នាល់របស់គាត់ក៏ជាការភ្នាល់របស់ខ្ញុំដែរខ្ញុំទទួលយកជុំទី1គឺស្ថិតក្នុងថ្ម20ដុំអ្នកជំនាញមើលត្បូងរបស់គ្រួសារទាំង3ម្នាក់ឡើងមកជ្រើសរើស3ដុំឲ្យតែចេញត្បូងបានគឺអាចបន្តទៅជុំបន្ទាប់បើមិនដូច្នេះទេគឺត្រូវធ្លាក់ចេញដូច្នេះឥឡូវនេះចាប់ផ្ដើមចុះអាឡអែបខ្ញុំប្រាប់ឲ្យដឹងចុះខ្ញុំគឺរងចាំតែចាញ់ទៅកុំនិយាយច្រើនពេកឬប្រធានបទកាប់របស់អ្នកទៅចុះអាប្រុសឯងចាំបន្តិចទៀតប្រធានបទកាប់ឲ្យដែលខ្ញុំរើសនឹងខុសច្បាប់កាប់ឲ្យទាំងអស់មិនខានខ្ញុំនឹងធ្វើឲ្យពួកឯងលុតជង្គង់សុំជីវិតពីខ្ញុំមិនខានពិធីករខ្ញុំជ្រើសរើសរួចហើយ
សូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងឲ្យជាងកាត់ថ្មនៅខាងក្រោមកាត់វាជូនអ្នកទាំងអស់គ្នាបានហើយឥឡូវនេះខ្ញុំសូមប្រកាសថាគ្រូជំនាញរបស់រាជវង្សបានវាតម្លៃចេញមកនៅត្បូង2ដុំដែលមានតម្លៃរាប់សិបលាននិងត្បូង1ដុំដែលមានតម្លៃរាប់លានអ្នកវាតម្លៃត្បូងរបស់ត្រកូល Zheng គឺចេញត្បូង2ដុំព្រោះតែគុណភាពដ៏អស្ចារ្យអ្នកវាតម្លៃត្បូងរបស់ត្រកូល Han មានត្រឹមតែ1ដុំប៉ុណ្ណោះឯ2ដុំទៀតគ្មានត្បូងទេគឺធ្លាក់ចេញភ្លាមអោព្រះឲ្យនេះជាការប្រកួតប្រជែងប្រភពថ្មបែបណាទៅគ្រាន់តែរើសថ្ម3ដុំសោះក៏អាចបង្កើតការភ្ញាក់ផ្អើលកម្រិតនេះដែរមើលទៅត្រកូល Yuan ពិតជាបានរកឃើញអ្នកជំនាញវាតម្លៃត្បូងដែលមានសមត្ថភាពពិតប្រាកដមែនពិតជាទន្ទឹងរង់ចាំមើលការប្រកួតរបស់គាត់ក្នុងជុំទី2និងជុំទី3ខ្លាំងណាស់ក្មេងម្នាក់នេះពិតជាមានសមត្ថភាពមែនខ្ញុំមិនជឿថាគេនៅតែអាចឈ្នះនោះទេ Ren Jinhua Han Wenkuអ្នកជំនាញរបស់ពួកឯងក៏មិនបានការដែរគឺគ្មានបានការដូចតែពួកឯងនឹងពេលនេះទីបំផុតអាចលើកមុខលើកមាត់បានហើយមិញនេះពួកឯងបានចាញ់ការភ្នាល់ហើយបញ្ចប់ការប្រកួតត្រូវប្រគល់ឲ្យខ្ញុំទាំងអស់អាល្អិតកុំទាន់អួតអាងពេកចាំប្រកួតចប់សិនចាំនិយាយគ្នាបន្ទាប់មកការប្រកួតចូលដល់ជុំទី2គឺអ្នករៀបចំយកគំនូរមួយផ្ទាំងចេញមកពួកអ្នកទាំងពីរក្នុងរយៈពេល10នាទីត្រូវកំណត់ឲ្យបានរហ័សនៅភាពពិតនិងคล้ายៗនៃស្នាដៃសិល្បៈក្មេងប្រុសឲ្យការផ្ទៀងផ្ទាត់ស្នាដៃទាំងនេះតែអ្វីដែលខ្ញុំពូកែបំផុតគឺឯងគ្រាន់តែត្រូវឈប់ដៃនេះគឺជាអ្វីដែលវូឆាងបាននិយាយដូច្នេះឥឡូវនេះចាប់ផ្ដើមភ្លាមនេះគឺជាគំនូរคล้ายៗលោកពិធីករខ្ញុំបានពិនិត្យវាតម្លៃរួចរាល់ហើយនេះគឺជាគំនូរคล้ายៗវាគឺជាស្នាដៃត្រាប់តាមកម្រិតខ្ពស់របស់វិចិត្រករសម័យទំនើបទោះបីជាទម្រង់រួមគឺតាមក្បាច់អក្សរក៏ដោយប៉ុន្តែទាំងរូបរាងនិងទម្រង់គឺខុសទាំងស្រុងហើយបើនិយាយពីតម្លៃវិញគួរតែមិនលើសពី500ទេអាល្អិតនិយាយរឿងឥតប្រយោជន៍អ្វីហ្នឹងនេះគឺជាគំនូរពិតមួយឥឡូវខ្ញុំប្រាប់អ្នកថាគំនូរនេះមានតម្លៃ5លានមិនមែននិយាយលេងទេមិនអញ្ចឹងទេអ្នកទិញគំនូរនេះទៅរួចចាំឲ្យអ្នករៀបចំកម្មវិធីប្រកាសចម្លើយមានអ្វីដែលខ្ញុំមិនហ៊ាននោះខ្ញុំផ្ទាល់នឹងទិញគំនូរនេះក្នុងតម្លៃ5លានល្អបើអញ្ចឹងអ្នកសងប្រាក់មុនសិនទៅរួចចាំខ្ញុំប្រាប់ចម្លើយអ្នកឥឡូវប្រកាសចម្លើយចុះបើអញ្ចឹងអ្នកត្រូវត្រៀមខ្លួនឲ្យហើយចម្លើយនេះសម្រាប់អ្នកចម្លើយនេះប្រហែលជាធ្វើឲ្យអ្នកពិបាកទទួលយកបន្តិចហើយលោកប្រុសម្នាក់នេះនិយាយត្រូវគំនូរនេះគឺជាគំនូរคล้ายៗគំនូរคล้ายៗអីគេគំនូរคล้ายៗអីគេហ៎មនុស្សមកយកគាត់ចេញទៅគឺដឹងហើយអ្នកវិតម្លៃរបស់ត្រកូល Zheng លែងចង់និយាយអ្វីទៀតហើយខ្ញុំសូមប្រកាសថាវគ្គទី3មិនបាច់ប្រឡងសរសេរទេប្រកាសឲ្យយ៉ាវឆោងឡើងទៅវគ្គបន្តផ្ទាល់តែម្ដងខ្លាយជាជើងឯកនៃការប្រកួតវិតម្លៃឆ្នាំនេះខ្ញុំមិនសុខចិត្តទេទោះបីជាអ្នកវិតម្លៃរបស់ត្រកូល Zheng ក្អួតឈាមក៏ដោយប៉ុន្តែក៏គួរតែឲ្យគាត់ប្រកួតវគ្គទី3តើអ្នកកំពុងនិយាយអ្វីហ៎លោក Gale តើអ្នកយល់យ៉ាងម៉េចដែរមិនអីទេខ្ញុំចង់ឲ្យគេចាញ់ដោយអស់ចិត្តពីដួងចិត្តវគ្គទី3ខ្ញុំនឹងត្រៀមខ្លួនចេញមកទោះបីជាចាញ់ក៏ដោយអាល្អិតនេះពូកែមានទំនុកចិត្តម្លេះពិតមែនហើយការប្រកួតវគ្គទី3បើមិនចេញរបស់មកទេគឺចាញ់សារភាពតតែម្ដងពិតជាក្លាហានមែនប៉ុន្តែពេលនេះខ្ញុំពិតជាទន្ទឹងរង់ចាំការសម្ដែងបន្តរបស់គេណាស់កុំភ្លេចថាអ្វីដែលអ្នកទើបតែចាញ់អាល្អិតកុំតន់អពេកខ្ញុំប្រាប់ឲ្យដឹងណាវគ្គទី3នៃការប្រកួតវាតម្លៃកាលពីឆ្នាំមុនគឺពិបាកបំផុតក្នុងការប្រកួតលើកនេះឯងច្បាស់ជាចាញ់មិនខានអញ្ចឹងហ៎បើអីចឹងបើកភ្នែកឲ្យធំមើលឲ្យច្បាស់ចុះថាខ្ញុំឈ្នះប្រាក់3លានរបស់អ្នកយ៉ាងដូចម្ដេចនិងទ្រព្យសម្បត្តិ1/3ទៀតតើត្រៀមខ្លួនទទួលយកការឈឺចាប់ហើយឬនៅអាល្អិតខ្ញុំមិនឲ្យឯងសម្រេចបំណងបានឡើយពិធីករចាប់ផ្ដើមបានពិធីករអាចចាប់ផ្ដើមបានឡបើអញ្ចឹងចាប់ផ្ដើមចុះវគ្គនេះគឺដើម្បីពិនិត្យមើលភាពពិតឬคล้ายៗនៃកញ្ចក់សម្រិតមួយលោកយ៉ាវលោកមានពេលសង្កេតការត្រឹមតែ10នាទីប៉ុណ្ណោះប្រសិនបើដល់ពេលកំណត់ហើយលោកមិនអាចបែងចែកចេញទេនោះគឺចាត់ទុកថាចាញ់ហើយខ្ញុំយល់ហើយពិធីករខ្ញុំបានជ្រើសរើសរួចហើយកញ្ចក់សម្រិតនេះគឺជាប់คล้ายៗប៉ុន្តែនៅខាងក្នុងកញ្ចក់សម្រិតនេះមានលាក់ទុកផែនទីកំណត់សម័យរាជវង្សមីងមួយផែនទីកំណត់នេះមានតម្លៃមហាសាលគួរតែមានតម្លៃជាង20លានឡើងទៅកញ្ចក់តូចប៉ុណ្ណឹងសោះខាងក្នុងមានលាក់ផែនទីកំណត់មួយនេះគឺនិយាយរឿងមិនសមហេតុផលតតែសោះអញ្ចឹងហ៊ានភ្នាល់គ្នាជាមួយខ្ញុំទេប្រសិនបើអ្នកឈ្នះរបស់របរទាំងអស់របស់អ្នកខ្ញុំមិនយកទេក្រៅពីនេះសងជំងឺចិត្តអ្នក7លានប្រសិនបើខ្ញុំជាអ្នកឈ្នះអ្នកត្រូវតែឲ្យលុយខ្ញុំ200លានព្រមអត់ឡខ្ញុំយល់ព្រមឡឲ្យព្រះឲ្យខាងក្រោយកញ្ចក់សម្រិតនេះពិតជាមានលក្ខខណ្ឌទីកំណត់បែបនេះមែនអ្នកពិតជាអស្ចារ្យម្ល៉េះគ្រឿងត្បូងនិងវត្ថុបុរាណនេះគ្មានអ្វីដែលគាត់មើលមិនដាច់នោះទេបុរសម្នាក់នេះពិតជាមិនធម្មតាពិតមែននេះពិតជាខ្លាំងពេកហើយលោកតាអនាគត
សមិទ្ធផលគឺមិនអាចប្រមាណបានឡើយកូនប្រុសខ្ញុំអាចរាប់អានបងប្អូនបែបនេះគឺជាសំណាងដ៏ធំធេងរបស់ខ្ញុំហើយទេនេះមិនអាចទៅរួចទេគណៈកម្មការរៀបចំកម្មវិធីរបស់ពួកអ្នកកេងបន្លំលោកម្ចាស់គ្រូសាចេងសូមលោកប្រយ័ត្នពាក្យសម្ដីរបស់ខ្លួនផងគណៈកម្មការរៀបចំកម្មវិធីរបស់យើងគឺត្រូវបានអញ្ជើញដោយផ្ទាល់ពីសំណាក់ឯកឧត្តមអភិបាលខេត្តអ្នកនិយាយបែបនេះគឺកំពុងមានមន្ទិលលើឯកឧត្តមអភិបាលខេត្តហើយលោកយ៉ាវបានឈ្នះការប្រកួតក្នុងវគ្គទី3រួចហើយនិងទទួលបានជើងឯកក្នុងការប្រកួតត្បូងធ្នង់មានតម្លៃប្រចាំឆ្នាំនេះហើយអ្នកក៏ត្រូវបំពេញតាមសន្យារបស់អ្នកនៅពេលមុននេះដែរបើមិនដូច្នេះទេគ្រូសាចេងរបស់អ្នកនឹងត្រូវគេវាយបំបាក់មិនខានល្អឥឡូវនេះខ្ញុំនឹងផ្ទេរប្រាក់ចំនួន230លានឲ្យអ្នកព្រមទាំងកម្មសិទ្ធិអាជីវកម្ម1/3របស់ខ្ញុំគឺផ្ទេរឈ្មោះទៅឲ្យអ្នកទាំងអស់យើងទៅសូមអបអរសាទរលោកយ៉ាវដែលបានក្លាយជាម្ចាស់ជើងឯកការប្រកួតត្បូងធ្នង់មានតម្លៃលើកទី3ឥឡូវនេះសូមប្រកួតពានរង្វាន់ដែលសរសេរដោយផ្ទាល់ដៃពីសំណាក់ឯកឧត្តមអភិបាលខេត្តជើងឯកប្រកួតត្បូងធ្នង់មានតម្លៃថ្នាក់ខេត្តលេខ1ព្រមទាំងប្រាក់រង្វាន់ចំនួន100លានពីគណៈកម្មការរៀបចំព្រមទាំងបានក្លាយជាអនុប្រធានសមាគមត្បូងធ្នង់មានតម្លៃផងដែរល្អសូមអបអរសាទរលោកយ៉ាវពិតជាមានគុណធម៌ខ្ពស់មែនបងប្រុសយ៉ាវសមត្ថភាពមើលរបស់មានតម្លៃរបស់អ្នកតាមរយៈការប្រកួតលើកនេះគឺទទួលបានការទទួលស្គាល់ពីគ្រប់គ្នាហើយអាឡូបងប្រុសយ៉ាវខាងខ្ញុំអស់បុរាណត្រូវដឹកមកដល់ហើយតើអ្នកអាចមកទីនេះមួយផ្លែបានទេបានខ្ញុំចាំបន្តិចទៀតឲ្យបងប្រុសវិញខេងជុំខ្ញុំទៅតើអ្នកនៅកន្លែងណានៅទីផ្សារអស់បុរាណខេត្តណែនហាងអូស្ត្រាលីយល់ព្រមបងប្រុសយ៉ាវមកដល់ហើយបាទបងស្រីឈៀវតើអ្នកចង់ឲ្យខ្ញុំជួយអ្នកយ៉ាងដូចម្តេចដែរបែបនេះទេបន្តិចទៀតនឹងមានមនុស្ស2នាក់មកបញ្ជូនអស់បុរាណឲ្យព្រោះថ្នាំពេទ្យបែបនេះមានតម្លៃថ្លៃណាស់យ៉ាងហោចណាស់ក៏មានតម្លៃដល់100លានដែរខ្ញុំខ្លាចថាបុគ្គលិកមិនហ៊ានទទួលហើយបើមានកំហុសឆ្គងអ្វីបន្តិចបន្តួចហាងថ្នាំរបស់ខ្ញុំមិនចប់បាត់ទៅហើយទេបាទបងស្រីឈៀវសូមកុំបារម្ភអីខ្ញុំនឹងមើលការខុសត្រូវជំនួសអ្នកយល់ព្រមលោកលីពួកយើងជាបងប្អូន2នាក់មកដល់ហើយអស់ដែលលោកចង់បានពួកយើងបានយកមកជូនហើយលោកក៏អាចឲ្យអ្នកវិតម្លៃរបស់លោកមកពិនិត្យមើលបានដែរប៉ុន្តែលោកមានពេលត្រឹមតែ10នាទីប៉ុណ្ណោះឥឡូវនេះលោកលីលោកអាចប្រគល់ប្រាក់ឲ្យខ្ញុំមុនបានសរុបទាំងអស់គឺ110លានគ្មានបញ្ហាទេលោកវាងពួកយើងពិនិត្យទំនិញសិនទៅពិនិត្យទំនិញរួចចាំឲ្យប្រាក់ក៏បានចឹងបងសូមពឹងផ្អែកលើអូនហើយបាទចាសបងស្រីឈៀវបងស្រីទុកចិត្តចុះអស់របស់ពួកអ្នកណែណាទីនេះមានជីនសិនស្មៅលីងជឺនិងអស់ផ្សេងពួកអ្នកពិនិត្យមើលចុះបងប្រុសពួកគាត់មិនទាន់រកពួកយើងឃើញទេមែនទេខ្ញុំបារម្ភខ្លាំងណាស់ស្ងប់ចិត្តសិនទៅពីមុនក៏មិនអីដែរមិនក៏មើលមិនចេញនោះពួកឯងពិតជាហ៊ានណាស់ហ៊ានយកតំណែងខ្លាំងៗមកបោកពួកយើងពួកឯងនៅលើអសលួចធ្វើសកម្មភាពគិតថាមើលមិនឃើញទេពួកយើងល្អណាស់ពួកយើងប្តឹងប៉ូលីសហើយសូមអភ័យទោសពួកយើងក៏មិនចង់ធ្វើបែបនេះដែរគឺដោយសារគ្មានលុយទេសូមអង្វរលោកមេត្តាអភ័យទោសឲ្យពួកយើងផងចង់ឲ្យអត់អន់ឲ្យគឺមិនអាចទៅរួចទេនោះគឺ110លានណពួកឯងនេះជាការបោកប្រាស់ប្តឹងប៉ូលីសរងចាំជាប់ពន្ធនាគារទៅចុះមេត្តាអត់អន់ឲ្យពួកយើងផងសូមទោសពួកយើងថាពិតមិនចង់ធ្វើបែបនេះទេសូមផ្ដល់ឱកាសឲ្យពួកយើងម្ដងទៀតចុះទៅមេត្តាអត់អន់ឲ្យពួកយើងផងប្អូនប្រុសយ៉ាវលើកនេះពិតជាអរគុណលោកខ្លាំងណាស់ថ្ងៃមុនប្រសិនបើមិនមែនព្រោះតែលោកទេខ្ញុំប្រកាសជាខាតបង់ប្រាក់ជាង100លានជាមិនខានចុះបែបនេះចុះខ្ញុំផ្ទេរប្រាក់20លានជូនលោកដើម្បីឲ្យខ្ញុំបានបង្ហាញទឹកចិត្តបន្តិចបន្តួចអញ្ចឹងខ្ញុំសូមទទួលយកហើយបាទពិតជាអរគុណលោកខ្លាំងណាស់អាឡូកញ្ញាឆិនពេលនេះអ្នកខលមកមានរឿងអ្វីដែរលោកគ្រូពេទ្យយ៉ាវគឺបែបនេះទេជីតារបស់មិត្តភក្តិខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ពេជ្របណ្ឌិតនិងអ្នកជំនាញក៏ព្យាបាលមិនជាដែរត្រូវបានប្រកាសថាស្លាប់ខួរក្បាលទៅហើយខ្ញុំចង់ឲ្យលោកជួយសង្គ្រោះមនុស្សអ្នកផ្ញើអាសយដ្ឋានមកទីនេះមកឥឡូវខ្ញុំនឹងទៅទីនោះបាទចាសលោកសេងទីបំផុតខ្ញុំបានរកឃើញលោកគ្រូពេទ្យយ៉ាវហើយមានគាត់នៅទីនេះជំងឺរបស់ជីតាប្រកាសជាសះស្បើយជាមិនខាននរណាគេគាត់ក្មេងខ្លាំងណាស់អញ្ចឹងពិតជាអាចសង្គ្រោះមនុស្សបានមែនឬនោះពិតជាពិតមែនហើយរបួសនៅលើខ្លួនខ្ញុំគឺត្រូវបានព្យាបាលជាសះស្បើយដោយលោកគ្រូពេទ្យយ៉ាវនេះឯងផ្នែកវិទ្យាសាស្ត្ររបស់គាត់អ្នកមិនបាច់មានការសង្ស័យទេនរណាគេយ៉ាងហោចណាស់ក៏គួរតែរកមនុស្សដែលមានវ័យចំណាស់ជាងនេះមកដែរមនុស្សបែបនេះមិនក៏អាចជាគ្រូពេទ្យទេវតាទៅកើតអ្នកគិតថាផ្នែករបស់ពួកយើងសុទ្ធតែខ្វះឬលោកគ្រូពេទ្យយ៉ាវសូមឲ្យគាត់បានឃើញពីសមត្ថភាពវិទ្យាសាស្ត្ររបស់លោកតទៅដើម្បីកុំឲ្យគាត់បានតើលោកត្រូវទេតាមការសង្កេតរបស់ខ្ញុំអ្នកលែងមានលទ្ធភាពមានកូនទៀតហើយអ្នកញ៉ាំថ្នាំជាច្រើនហើយក៏គ្មានប្រយោជន៍ដែរថែមទាំងអ្នកមានជំងឺគ្មានមេជីវិតទៀតផងខ្ញុំនិយាយត្រូវទេក្មេងប្រុសនេះសូមចូលមកពិនិត្យមើលបន្តិច
អាចនិយាយពីជំងឺរបស់ខ្ញុំបានយ៉ាងច្បាស់លាស់បែបនេះនេះជាគ្រូពេទ្យទេវតាពិតមែនឬលោកមនុស្សយើងគ្រប់គ្នាសុទ្ធតែអាចឈឺបានអ្នកមិនបាច់សង្ស័យទេប្រាកដណាស់ខ្ញុំអាចប្រាប់ពីជំងឺរបស់អ្នកបានក៏អាចព្យាបាលអ្នកឲ្យជាដែរបន្ទាប់មកអ្នកអាចមានកូនបានហើយក៏មិនប៉ះពាល់ដល់ការបន្តពូជដែរពិតមែននឹងប្រសិនបើអ្នកអាចព្យាបាលជំងឺរបស់ខ្ញុំបានពិតមែនខ្ញុំរីករាយបង់ប្រាក់ឈ្នួលចំនួន3លានឲ្យអ្នកជំងឺរបស់ខ្ញុំនេះកើតមានចិត្តពាក់កណ្ដាលឆ្នាំហើយថ្ងៃពិតជាឈឺចាប់ខ្លាំងណាស់ទៅរកពេទ្យជាច្រើនអ្នកញ៉ាំថ្នាំជាច្រើនក៏គ្មានប្រសិទ្ធភាពសូម្បីបន្តិចអ្នកកុំទាន់អើបារម្ភចាំខ្ញុំព្យាបាលលោកតាឲ្យជាសិនចាំមកព្យាបាលជំងឺរបស់អ្នកតាខ្ញុំថ្ងៃនេះនៅសុខសោះមិនដឹងជាយ៉ាងម៉េចទេស្រាប់តែដួលសន្លប់បាត់ទៅពួកយើងប្រញាប់បញ្ជូនលោកតាទៅមន្ទីរពេទ្យក៏ប្រកាសថាខួរក្បាលស្លាប់បាត់ទៅហើយគ្មានវិធីផ្សេងទៅពួកយើងនាំលោកតាត្រឡប់មកផ្ទះវិញអ្នកកុំទាន់អើបារម្ភកុំបារម្ភអីខ្ញុំនឹងព្យាបាលលោកតាឲ្យជាអ្នកប្រកាសចិត្តចុះខ្ញុំរកឃើញមូលហេតុដែលខួរក្បាលលោកតាអ្នកស្លាប់ហើយមូលហេតុអ្វីទៅពួកអ្នកមើលចុះក្បាលរបស់លោកតាមានដែកគោមួយនេះជាមូលហេតុដែលធ្វើឲ្យគាត់ខួរក្បាលស្លាប់នរណាខូចខើម្លេះដាក់លោកតាខ្ញុំប្រាជ្ញាថានឹងតាមរកមុខគាត់ឲ្យឃើញត្រូវតែឲ្យគាត់សងថ្លៃយ៉ាងឈឺចាប់ពិតជាគួរឲ្យស្អប់ណាស់ហ៊ានប្រើវិធីបែបនេះដាក់លោកតាខ្ញុំបើខ្ញុំរកមុខអ្នកឃើញអ្នកងាប់មិនខានទេអ្នកទាំងពីររុំកុំទាន់ឲ្យយំអីចាំខ្ញុំជួយសង្គ្រោះលោកតារបស់ពួកអ្នកសិនរួចរាល់ហើយខ្ញុំកើតអីហ្នឹងលោកតាគេបានលួចធ្វើបាបលោកតាហើយគឺគ្រូពេទ្យទេវតាយ៉ាវបានសង្គ្រោះលោកតាប្អូនប្រុសអរគុណខ្លាំងណាស់ដែលបានសង្គ្រោះជីវិតខ្ញុំ Joanner ឲ្យប្រាក់5លានដល់ប្អូនប្រុសគ្រូពេទ្យទេវតារ៉ាវមិញនេះខ្ញុំមានកំហុសឆ្គងខ្ញុំសូមទោសលោកហើយឥឡូវខ្ញុំផ្ទេរប្រាក់ឲ្យលោកចាំបន្តិចសិនចាំខ្ញុំព្យាបាលលោកខងចាំផ្ទេរឲ្យខ្ញុំបាទលោកឥឡូវខ្ញុំមកចាក់មជុលព្យាបាលអ្នកត្រូវការតែប៉ុន្មានវិនាទីប៉ុណ្ណោះនឹងព្យាបាលអ្នកឲ្យជាសះស្បើយហេគ្រូពេទ្យទេវតារ៉ាវខ្ញុំមានអារម្មណ៍ហើយមានអារម្មណ៍ថាធូរស្រាលច្រើនចាំបន្តិចសិនអ្នកអាចមានភាពស្និទ្ធស្នាលជាមួយប្រពន្ធបានហើយរួចរាល់ហើយអ្នកអាចទៅបានហើយគ្រូពេទ្យទេវតារ៉ាវអរគុណច្រើនឲ្យខ្ញុំផ្ទេរប្រាក់ជូនខ្ញុំសូមលាសិនហើយគ្រូពេទ្យទេវតារ៉ាវអ្នកបើកកូដទូទាត់ WeChat មកឥឡូវខ្ញុំផ្ទេរប្រាក់ឲ្យអ្នកប្រាក់ដែលផ្ទេរនេះគឺជាការបញ្ជាក់ពីសមត្ថភាពវិទ្យាសាស្ត្ររបស់អ្នកល្អណាស់បើអីចឹងខ្ញុំពិតជាអយុត្តិធម៌ហើយខ្ញុំសូមទៅផ្ទះសិនហើយបងប្រុសថ្ងៃស្អែកចូលរៀនមហាវិទ្យាល័យហើយបងត្រូវទៅជូនខ្ញុំណាប្រកាសចិត្តចុះប្អូនស្រីថ្លៃសិក្សានិងប្រាក់ចំណាយប្រចាំថ្ងៃរបស់បងបានរៀបចំរួចរាល់អស់ហើយប្រឹងប្រែងរៀនសូត្រទៅតឹងហើយបង虫儿កូនឯងដើម្បីរកលុយមួយរយៈនេះរវល់ខ្លាំងណាស់កូនមើលចុះម្ហូបដែលម៉ាក់ធ្វើនេះសុទ្ធតែជាមុខម្ហូបដែលកូនចូលចិត្តញ៉ាំអរគុណម៉ាក់កូនប្រុសឥឡូវកូនរកលុយបានច្រើនណាស់ហើយថ្ងៃក្រោយកូនមិនបាច់ខិតខំធ្វើការនឿយហត់ទៀតទេកូនគ្រាន់តែទុកចិត្តចុះបន្តិចទៀតម៉ាក់នឹងទិញផ្ទះថ្មីឲ្យកូនបានសប្បាយរីករាយនឹងជីវិតបាទ